សូមស្វាគមន៍បងប្អូនមកកាន់ The Story Podcast Episode ទី5រឿងថ្ងៃហ្នឹងគឺកើតឡើងនៅសន្តាគារមួយនៅឯប៉ោយប៉ែតកាលពីប្រមាណ10ឆ្នាំជាងមុនហើយម្ចាស់សាច់រឿងហ្នឹងគឺឈ្មោះណារ៉ាគាត់មានមុខរបរជាអ្នកលេងតន្ត្រីបាទគាត់កាន់ហ្គីតាជាអ្នកច្រៀងចម្រៀងអីអញ្ចឹងទៅហើយក្រុមរបស់គាត់ហ្នឹងមានគ្នា6នាក់បងប្អូនដែលត្រូវទៅលេងតន្ត្រីនៅហាងរបស់គេជាប្រចាំអញ្ចឹងណាតាំងពីម៉ោង9យប់រហូតដល់ម៉ោង1យប់អញ្ចឹងទៅហើយរឿងហ្នឹងគួរឲ្យខ្លាចខ្លាំងមែនតែម្ដងអរគុណបងប្អូនដែលបានផ្ញើរឿងរ៉ាវដែលតាក់ទងជាមួយនឹងបទពិសោធន៍ផ្ទាល់ខ្លួនមកភ័យរបស់យើងច្រើនមែនតែម្ដងខ្ញុំហើយនឹងធីមការងារកំពុងតែព្យាយាមធ្វើយ៉ាងណាបាទបន្ថែមបន្ថយសាច់រឿងទាំងអស់នោះដើម្បីឲ្យស្ដាប់ទៅវាទាក់អារម្មណ៍របស់យើងហើយនឹងភ័យខ្លាចទៅជាមួយគ្នាផងដែរតែអរគុណខ្លាំងមែនតែក្នុងការដែលផ្ញើរឿងរ៉ាវទាំងអស់នោះមកអញ្ចឹងណារ៉ានៅល្បាក់ម៉ោង11យប់ហ្នឹងគឺជាម៉ោងសម្រាករបស់ពួកគាត់ហើយធម្មតានៅខាងសន្តាគារតែងតែផ្ដល់ជាបន្ទប់មួយដើម្បីឲ្យពួកគាត់បានសម្រាកអញ្ចឹងណារ៉ាធម្មតាគាត់អាចរើបន្ទប់ស្នាក់នៅបានដោយខ្លួនឯងប៉ុន្តែដោយសារតែថ្ងៃហ្នឹងគឺជាថ្ងៃបុណ្យទានអញ្ចឹងធ្វើឲ្យបន្ទប់នៅក្នុងសន្តាគារមួយហ្នឹងគឺពេញទាំងអស់តែម្ដងមានតែបង្ខំចិត្តទំនេរមួយណាយកអាមួយហ្នឹងមិនចឹងបាទហើយបន្ទប់ដែលនៅសល់ហ្នឹងគឺស្ថិតនៅជាន់ទី4គឺបន្ទប់លេខ409នៅពេលដែលចូលទៅដល់បន្ទប់ហ្នឹងភ្លាមណារ៉ាគាត់មានអារម្មណ៍មិនស្រួលបាត់ទៅហើយដោយសារតែសភាពបន្ទប់ហ្នឹងគឺរាងចាស់មានតែក្រែធំរាង4ជ្រុងធម្មតាហើយនឹងតុគ្រឿងសម្អាងមួយព្រមទាំងមានម៉ាស៊ីនត្រជាក់បង្កប់ពីដានមិនមែនជាម៉ាស៊ីនត្រជាក់ដែលផុសឲ្យយើងមើលឃើញរាងនោះទេគាត់ចង់ដូរណាស់តែដូរមិនកើតអញ្ចឹងក៏ទ្រាំសម្រាប់នៅទីនោះសិនទៅម្យ៉ាងគឺមានពេលសម្រាប់ត្រឹមតែ30នាទីតែប៉ុណ្ណោះមុននឹងគាត់នឹងចេញទៅសម្ដែងបន្តអញ្ចឹងណាពួកគាត់អត់បានគេងទេនៅពេលនោះបងប្អូនគឺគាត់នាំគ្នាលេងបៀនៅលើក្រែនោះតែម្ដងនៅពេលនោះសុកអ្នកកាន់ហ្គីតាម្នាក់ឈ្មោះថាទីគាត់សង្កេតឃើញថាមានក្រណាត់អ្វីសលេចចេញពីដានតាមប្រឡោះម៉ាស៊ីនត្រជាក់ហ្នឹងអញ្ចឹងណាហ្នឹងហើយគាត់ក៏ងើបដើម្បីទៅចាប់ទាញមកថាតើជាក្រណាត់អ្វីតែនៅពេលដែលគាត់កាន់ទាញហ្នឹងកាន់តែវែងទៅវែងឡើងចង់ធ្លាក់ដល់ឥតការ៉ូរីឯណារ៉ាវិញនៅពេលដែលកំពុងតែលេងបៀហ្នឹងគាត់ឃើញទីកំពុងតែធ្វើអ្វីមិនដឹងគាត់ក៏ស្រែកសួរថាធ្វើអីហ្នឹងទីក៏តបវិញថាអត់ដឹងដែរចាំឡើងដោះមើលសិនទីក៏សម្រេចចិត្តទៅយកកៅអីឡើងដោះអាកបាំងមុខរបស់ម៉ាស៊ីនត្រជាក់ហ្នឹងចេញលេងស្រាប់តែពេលនោះដៃម្ខាងកាន់គម្របម៉ាស៊ីនត្រជាក់តែភ្នែករបស់គាត់ហ្នឹងបានសម្លឹងទៅប្រឡោះម៉ាស៊ីនត្រជាក់ហ្នឹងសម្លឹងបែបផ្លឹកតែម្ដងអស់រយៈពេលជាង30វិនាទីអ្នកទាំងអស់គ្នាដូចគាត់ឃើញអ្វីម្យ៉ាងនៅក្នុងប្រឡោះហ្នឹងអញ្ចឹងក្រោយមកទីអត់បាននិយាយអ្វីទាំងអស់តែម្ដងចុះពីកៅអីបែបស្ងាត់ហើយក៏យកអាគម្របម៉ាស៊ីនត្រជាក់ហ្នឹងដាក់នៅលើឥដ្ឋហើយបែរមកនិយាយជាមួយនឹងក្រុមថាពួកបងខ្ញុំមានការរវល់បន្តិចអញ្ចឹងខ្ញុំចុះទៅក្រោមមុនហើយណាហើយអ្នកលេងស្គរម្នាក់ឈ្មោះថាសិតនៅក្នុងក្រុមនឹងដូចគ្នាក៏និយាយថាហើយបញ្ញាប់ចុះទៅណាមកលេងជាមួយគ្នាសិនមកចាំចុះទៅជាមួយគ្នានៅសល់ជាង20នាទីទៀតឯណោះទីក៏តបវិញថាអូមិនអីទេបងខ្ញុំចង់ទៅរកអីញ៉ាំបន្តិចឃ្លានហើយចាំបងចុះមកតាមក្រោយមកខ្ញុំទៅហើយអញ្ចឹងធ្វើឲ្យនៅក្នុងបន្ទប់ហ្នឹងនៅសល់គ្នាត្រឹមតែ5នាក់តែប៉ុណ្ណោះហើយនៅក្នុងចំណោមទាំង5នាក់ហ្នឹង4នាក់លេងបៀម្នាក់ទៀតហ្នឹងគឺអត់បានលេងទេកំពុងតែអានសៀវភៅរឿងដល់ពេលដែលទីបិទទ្វារភឹងម្នាក់ដែលកំពុងតែអានសៀវភៅរឿងហ្នឹងឈ្មោះថាវុធីគិតថាចង់ទៅដែរគាត់ក៏ប្រញាប់ងើបទៅបើកទ្វារមើលថាតើទីបានចេញទៅបាត់នៅស្រាប់តែទីបានចេញទៅបាត់ទៅហើយដល់ពេលអញ្ចឹងទៅគាត់ក៏គិតថាខ្ជិលទៅព្រោះមិនចង់ទៅម្នាក់ឯងទេក៏បិទទ្វារត្រឡប់មកវិញអញ្ចឹងទៅនៅពេលដែលគាត់ត្រឡប់មកវិញហ្នឹងវុធីក៏បានក្រឡេកទៅមើលប្រឡោះម៉ាស៊ីនត្រជាក់ដែលបើកទុកចោលនោះគាត់ក៏មានអាការៈដូចទីបេះបិទគឺផ្លឹកឆគាំងមួយស្របក់គាត់ក៏បែរទៅប្រាប់ក្រុមរបស់គាត់វិញថាអញ្ចឹងអញទៅតាមទីសិនហើយណាពួកហែងនៅលេងបន្តទៀតទៅចាំតិចទៀតចាំជួបគ្នានៅខាងក្រោមគឺគាត់អត់បាននិយាយថាគាត់ឃើញអ្វីទេហើយក៏អត់បានស្រែកឡូឡាអីដែរទៅបែបស្ងាត់តែម្ដងតែនៅពេលនោះសិតមានអារម្មណ៍ថារៀងចម្លែកគាត់ក៏ក្រឡេកមើលទៅប្រឡោះម៉ាស៊ីនត្រជាក់ហ្នឹងណាហើយក៏និយាយថាចំហើយពួកហ្នឹងយកគម្របម៉ាស៊ីនត្រជាក់របស់គេចេញមិនបិទឲ្យគេវិញសិតក៏ហៅមិត្តម្នាក់ទៀតឲ្យមកជួយដោយសិតហ្នឹងយកគម្របទៅព្យាយាមបិទឲ្យត្រូវងាមអញ្ចឹងណាហើយឲ្យម្នាក់ទៀតហ្នឹងជួយទប់កៅអីស្រាប់តែទាំងពីរនាក់ហ្នឹងបានងើយមើលទៅប្រឡោះខាងលើហ្នឹងហើយពួកគេក៏មានអាការៈដោយពីរនាក់មុនអញ្ចឹងគាំងផ្លឹកមួយស្របក់ហើយភ្នែករៀងស្លើបន្ទាប់មកក៏បែរនិយាយជាមួយនឹងណារ៉ាហើយនឹងម្នាក់ទៀតដែលអង្គុយនៅលើក្រែហ្នឹងថាពួកអញក៏ទៅមុនដែរវើយពួកគេទាំងពីរនាក់ទម្លាក់គម្របម៉ាស៊ីនត្រជាក់ហ្នឹងនៅលើឥដ្ឋតែម្ដង
រត់ចេញទៅបាត់ភ្លាមតែម្ដងដោយមិននិយាយអ្វីទាំងអស់ពេលហ្នឹងគឺធ្វើឲ្យណារ៉ាចាប់ផ្ដើមភ្ញាក់ផ្អើលហើយគាត់គិតថាហេតុអ្វីបានជាម្នាក់នាំគ្នាផ្លឹកមើលទៅប្រឡំម៉ាស៊ីនត្រជាក់ហ្នឹងរួចរត់ចេញទៅដល់ពេលហើយដែលណារ៉ានិងសិស្សប្អូនម្នាក់ទៀតហ្នឹងនាំគ្នាទៅមើលថាតើមានស្អីនៅក្នុងប្រឡំម៉ាស៊ីនត្រជាក់ហ្នឹងដោយការសង្ស័យនៅក្នុងចិត្តខ្លាំងមែនទែនស្រាប់តែពួកគាត់ទាំងពីរនាក់បានមើលឃើញគឺគាំងដូចគ្នាអ្នកទាំងអស់គ្នាដោយសារតែគាត់បានឃើញនារីម្នាក់កំពុងតែអង្គុយអោនក្បាលបាទតាមប្រឡំម៉ាស៊ីនត្រជាក់នឹងឯងដោយកែវភ្នែកបោកធំយ៉ាងក្រហមសម្លឹងមករកពួកគេតែម្ដងស្ថានភាពរបស់នារីម្នាក់នឹងគឺស្លៀកពាក់ពណ៌សដោយជើងរបស់គាត់នឹងកន្ថែកចង្កោងមកមុខហើយជន់កែនពីដានតាមប្រឡំម៉ាស៊ីនត្រជាក់នឹងឯងចង្កេះរបស់គាត់គឺទល់ជាមួយនឹងជញ្ជាំងហើយដោយសារតែពីដានម៉ាស៊ីនត្រជាក់វាអត់ធំទេបងប្អូនគឺថាសម្លឹងចុះមកក្រោមជាមួយនឹងទឹកមុខស្លេកស្លាំងអត់ឈាមតែម្ដងហើយការអង្គុយច្បត់ជើងរបស់គាត់នឹងអត់ទំដងទេបងប្អូនដូចមានអាណាចាក់កដៃកជើងរបស់គាត់នឹងកាច់តែម្ដងហើយញាត់ចូលទៅក្នុងនឹងបាទហើយស្ថានភាពពេលហ្នឹងណារ៉ាគឺគាំងស្ដោកតែម្ដងបងប្អូនណាមួយដោយសារតែនៅក្នុងបន្ទប់ហ្នឹងពន្លឺភ្លើងគឺមិនសូវភ្លឺខ្លាំងទៅទៀតដោយសារតែបន្ទប់ចាស់អញ្ចឹងតែពេលហ្នឹងគាត់ខំប្រឹងតាំងអារម្មណ៍រួចក៏បែរទៅប្រាប់សិស្សប្អូនរបស់គាត់ថាហាមរត់ហាមស្រែកដាច់ខាតបើមិនអញ្ចឹងទេយើងអាចធ្វើឲ្យគេដឹងថាពួកយើងបានឃើញគេជាក់ជាពុំខានទាំងពីរនាក់ក៏សម្រេចចិត្តដើរបែកថ្នមបើកទ្វារបន្ទប់រួចក៏រត់ចុះក្រោមមួយទំហឹងតែម្ដងបាទសម្រួលអារម្មណ៍បានបន្តិចពួកគេក៏បានទៅសួរបុគ្គលិករបស់សន្តាគារថាអូននៅកន្លែងហ្នឹងបុគ្គលិកណាដែលធ្វើការយូរជាងគេបងសុំជួបបានអត់រីឯខាងបុគ្គលិកវិញក៏សួរថាមានការអីមែនបងណារ៉ាក៏តបវិញថាអត់អីទេបងគ្រាន់តែចង់ជួបនិយាយជាមួយគាត់បន្តិចខាងបុគ្គលិកក៏បានទៅហៅអ៊ំស្រីបោះសម្អាតម្នាក់ព្រោះគាត់ធ្វើការនៅនឹងយូរជាងគេទៅពេលដែលអ៊ំស្រីនោះមកដល់ណារ៉ាក៏បានសួរទៅអ៊ំស្រីនោះថាអ៊ំធ្វើការបោះសម្អាតនៅសន្តាគារហ្នឹងគ្រប់ជាន់ជារៀងរាល់ថ្ងៃតើអ៊ំធ្លាប់មានឃើញអ្វីប្លែកទេជាពិសេសនៅជាន់ទី4ណាអ៊ំស្រីម្នាក់ហ្នឹងមុនដំបូងធ្វើអាការៈគួរឲ្យសង្ស័យមែនតើគឺថាគាត់បដិសេធគ្រប់យ៉ាងថាគាត់បានឃើញអីទេមានអីមែនតែពេលនោះគឺណារ៉ាក៏ប្រាប់ថាអ៊ំកុំលាក់ខ្ញុំអីខ្ញុំបានឃើញអីអ៊ំប្រាប់ខ្ញុំតាមត្រង់មកខ្ញុំអត់ទៅប្រាប់ណាគេតទេដោយសារតែពួកខ្ញុំបានជួបរួចមកហើយគឺជួបផ្ទាល់តែម្ដងហើយណារ៉ាបានរាយរាប់សពគ្រប់បែបយ៉ាងពីរឿងដែលពួកគេបានជួបអញ្ចឹងណាអ៊ំស្រីម្នាក់ហ្នឹងក៏គិតថាពួកគេប្រហែលជាបានជួបពិតប្រាកដហើយអញ្ចឹងអ៊ំស្រីម្នាក់ហ្នឹងក៏សម្រេចចិត្តនិយាយប្រាប់ពីរឿងពិតដែលកើតឡើងនៅក្នុងសន្តាគារនោះគាត់ប្រាប់ថាមួយឆ្នាំមុនពេលដែលគាត់ចូលមកធ្វើការនៅសន្តាគារនេះសន្តាគារហ្នឹងធ្លាប់ផ្ដល់សេវាកម្មផ្លូវភេទតាមបែបសម្ងាត់ហ្នឹងហើយមានតែភ្ញៀវ VIP ជាសេដ្ឋីជាជនជាតិបរទេសថៃចិនអីប៉ុណ្ណោះដែលដឹងរឿងហ្នឹងហើយថ្ងៃមួយហ្នឹងមានជនបរទេសម្នាក់បានយកក្មេងស្រីមកគេងជាមួយនៅជាន់ទី4បន្ទប់លេខ409ក្មេងស្រីម្នាក់ហ្នឹងស្លៀកឈុតពណ៌សទទួលភ្ញៀវនៅកន្លែង lobby ហើយនាងម្នាក់ហ្នឹងស្អាតណាស់មានដៃជើងស្រឡូនមើលទៅរឹកពីសភាពរៀបសារទេដល់ពេលអញ្ចឹងទៅវាដូចជាអ្វីដែលណារ៉ានិងមិត្តភ័ក្តិរបស់គេបានជួបអញ្ចឹងអ្នកទាំងអស់គ្នាគាត់បន្តថាដល់ពេលជនបរទេសនោះយកក្មេងស្រីម្នាក់ហ្នឹងទៅស្រាប់តែមានរឿងឃាតកម្មកើតឡើងគឺគាត់បានសម្លាប់ក្មេងស្រីម្នាក់ហ្នឹងដោយអាកកាត់ក្បាលយកទៅញាត់នៅក្នុងប្រឡោះម៉ាស៊ីនត្រជាក់ហ្នឹងតែម្ដងអូក្រោយសម្រាប់កូនស្រីនឹងហើយជនបរទេសនឹងក៏សម្រាប់ខ្លួនឯងទៅតាមដែរអញ្ចឹងណាក្រោយប៉ូលីសបានស៊ើបអង្កេតមកទើបដឹងថាទាំងពីរនាក់នឹងធ្លាប់ជាសង្សារនឹងគ្នាពីមុនមកតែមានបញ្ហាប្រច័ណ្ឌគ្នានៅពេលដែលឃាតករម្នាក់នឹងយកនាងទៅគេងជាមួយនឹងនាងបានបដិសេធប៉ុន្តែត្រូវបានមេការបញ្ជាអញ្ចឹងនាងមិនអាចបដិសេធបាននោះទេព្រោះស៊ីប្រាក់ខែគេហើយនៅពេលដែលឡើងទៅនឹងក៏មានឆ្លោះគ្នាសម្លេងតូចសម្លេងធំដាក់គ្នាបន្ទាប់មកក៏មានក្តីឃាតកម្មកើតឡើងទៅនៅពេលនោះកាន់តែគួរឲ្យខ្លាចនឹងគឺនៅពេលដែលប៉ូលីសគាត់មកពិនិត្យមានសាកសពដល់ទៅ2ប៉ុន្តែខាងស្រីអត់មានក្បាលទេគេព្យាយាមរកក្បាលហ្នឹងរហូតដល់3ថ្ងៃឯណោះទើបរកឃើញថាក្បាលរបស់សាកសពនារីហ្នឹងត្រូវបានជន់ដៃដល់យកទៅញាត់តាមប្រឡោះម៉ាស៊ីនត្រជាក់បាទតាមប្រឡោះពីដានហ្នឹងតែម្ដងអូអ៊ំស្រីម្នាក់ហ្នឹងគាត់បាននិយាយថាចុះពួកអូនឯងទៅគេងនៅក្នុងបន្ទប់ហ្នឹងបានដោយរបៀបណាក្រៅបន្ទប់ហ្នឹងគេបិទផ្លាកហាមចូលហើយតើណារ៉ាក៏ប្រាប់ថាខ្ញុំក៏អត់ដឹងដែរអ៊ំពីព្រោះថាខាងសន្តាគារឲ្យខ្ញុំទៅគេងនៅហ្នឹងអ៊ំស្រីក៏តបវិញថាធម្មតាបន្ទប់ហ្នឹងគឺបិទផ្លាកពីមុខតែម្ដងអត់ឲ្យអ្នកណាគេចូលទៅគេងនៅទីនោះទេបាទពេលហ្នឹងគឺណា
rá khăng khăngមែនតែនខឹងខាងសន្តាគារតែម្ដងហើយណារ៉ាបានគិតក្នុងចិត្តថាខ្លួនមិនដែលជឿរឿងអញ្ចឹងទេយល់ហើយពាក្យថាអ្នកមិនបានជួបផ្ទាល់គ្មានថ្ងៃអ្នកយល់ពីអារម្មណ៍មួយនេះទេតែអ្វីដែលគួរឲ្យសោកសៅជាងនេះនោះគឺមិត្តភ័ក្តិរបស់គាត់ក្រោយពីហេតុការណ៍ទាំងអស់ហ្នឹងគឺស្លាប់បណ្ដាក់គ្នាតែម្ដងត្រឹមតែរយៈពេល3ថ្ងៃមានមិត្តរបស់គាត់ហ្នឹងស្លាប់បាត់បង់ជីវិតទៅហើយគាត់ដំបងឡើយក៏គាត់មិនគិតដែរថាតាក់ទងជាមួយនឹងរឿងខ្មោចទាំងអស់ហ្នឹងប៉ុន្តែនៅពេលដែលស្លាប់បណ្ដាក់គ្នាដល់អ្នកទី3ដល់អ្នកទី4ទើបគាត់ចាប់ផ្ដើមភ័យខ្លាចហើយក៏រត់ទៅរកគេជួយហើយរឿងរ៉ាវនោះគឺអ្នកដែលបាត់បង់ជីវិតដំបងគេតែម្ដងនោះគឺទីនឹងឯងគាត់គឺជាបុគ្គលដែលឃើញខ្មោចមុនគេណាប្អូនទីដែលកាន់ហ្គីតាហ្នឹងបានសម្លាប់ខ្លួនត្រឹមតែ3ថ្ងៃតែប៉ុណ្ណោះក្រោយបានជួបរឿងរ៉ាវទាំងអស់នោះមូលហេតុហ្នឹងគឺគាត់បានឆ្លោះគ្នាជាមួយនឹងសង្សាររបស់គាត់ហើយទាញកំភ្លើងយកមកចលោក្បាលខ្លួនឯងអញ្ចឹងណាតែនៅពេលហ្នឹងមិនដឹងជាមានអីកើតឡើងទេគាត់បានរាកៃបាញ់ខ្លួនឯងស្លាប់ទៅពេលហ្នឹងគឺណារ៉ាក៏នៅក្នុងហេតុការណ៍នោះដែរគាត់ដឹងច្បាស់ណាស់ថាទីគ្រាន់តែគំរាមតែប៉ុណ្ណោះមិនមានចេតនាបាញ់ខ្លួនឯងសម្លាប់ទេប៉ុន្តែពេលហ្នឹងគឺគាត់ហាមអត់តាន់គាត់សោកសៅខ្លាំងមែនតែនរីឯអ្នកទី2វិញគឺឈ្មោះវុធីតែមួយខែក្រោយទីស្លាប់តែប៉ុណ្ណោះគាត់បានសម្លាប់ខ្លួនដូចគ្នាមូលហេតុក៏ឆ្លោះគ្នាជាមួយសង្សារដែរគឺថាវុធីអត់ព្រមចុះពីខុនដូរបស់ខ្លួនច្រើនថ្ងៃមែនតែនរហូតដល់អ្នកជិតខាងមកប្រាប់ថាពួកគេធំក្លិនស្អុយចម្លែកមែនតែនហើយពួកគេក៏បានទៅប្រាប់សន្តិសុខឲ្យមកមើលអញ្ចឹងណាដល់គេកោះទ្វារចូលទៅមើលក៏ឃើញសាកសពវុធីដេកស្លាប់រលួយបាត់ទៅហើយគឺរលួយខ្លាំងតែម្ដងហើយវិធីបានលេបថ្នាំសម្រាប់ខ្លួនដល់អ្នកទី3ហ្នឹងគឺសិតគាត់បានលោតទឹកសម្រាប់ខ្លួនព្រោះតែតូចចិត្តជាមួយអ្នកផ្ទះរឿងផ្សេងទេរីឯអ្នកទី4វិញហ្នឹងគឺត្រូវឡានបុកស្លាប់គាត់អត់តមានសង្សារអត់មានបញ្ហាមួយអ្នកផ្ទះទេហើយណាមួយគាត់គឺជាមនុស្សដែលចូលចិត្តបើកលឿនស្រាប់អញ្ចឹងណាបងប្អូនដល់អញ្ចឹងទៅគេក៏មិនដឹងដែរថាតើរឿងរ៉ាវទាំងអស់ហ្នឹងវាតាក់ទងគ្នាដែរឬអត់ហេតុការណ៍ដែលបាត់បង់មិត្តភ័ក្តិ4នាក់បណ្ដាក់គ្នាបែបនេះវាធ្វើឲ្យណារ៉ាមានអារម្មណ៍ថាខ្លាចខ្លាំងមែនតែនតែម្ដងហើយឥឡូវនេះនៅរស់តែណារ៉ានិងសិស្សប្អូនចុងក្រោយម្នាក់តែប៉ុណ្ណោះហើយសិស្សប្អូនម្នាក់ទៀតហ្នឹងក៏គាត់ភ័យខ្លាចដែររហូតដល់ថ្នាក់គ្នារត់ទៅនៅប្រទេសថៃបាទដើម្បីគេចវេះពីបញ្ហាទាំងអស់ហ្នឹងអញ្ចឹងណាបងប្អូនដល់ពេលអញ្ចឹងទៅណារ៉ានិងសិស្សប្អូនម្នាក់ហ្នឹងតែងតែនិយាយជាមួយគ្នាជារឿយព្រោះអត់ដឹងថាថ្ងៃណាខ្មោចហ្នឹងនឹងមកយកពួកគេនោះទេក្រោយមកទៀតណារ៉ាក៏ចាប់ផ្ដើមគិតថារឿងហ្នឹងលែងជារឿងតូចតាចហើយគេដេកមិនលក់បក់មិនលះហើយអាចជារឿងដែលប៉ះពាល់ដល់ជីវិតគេអញ្ចឹងហើយគាត់ក៏បានទៅប្រឹក្សាជាមួយនឹងលោកគ្រូចៅអធិការវត្តមួយដែលគាត់និងគ្រួសាររបស់គាត់ជឿខ្លាំងមែនទែនគឺគោរពគាត់តាំងពីណាពីណីមកនៅឯខេត្តសៀមរាបពេលទៅដល់ហ្នឹងលោកតាក៏គាត់ធ្វើការតាំងសមាធិស្មឹងស្មាតទៅហើយគាត់បានឆ្លើយតបមកវិញថាកុំកាត់ដល់គេច្រើនពេកដោយសារតែខ្មោចស្រីម្នាក់ហ្នឹងគឺអាឃាតខ្លាំងណាស់គេមានគំនុំគុំគួនដោយសារតែត្រូវបានគេសម្លាប់យ៉ាងព្រៃផ្សៃតែណារ៉ាក៏តបវិញថាកណាធ្វើអត់បានទេលោកតាសភាពមុខកាយវិការទាំងសម្លៀកបំពាក់របៀបដែលគាត់អង្គុយនៅក្នុងប្រឡោះម៉ាស៊ីនត្រជាក់ហ្នឹងនៅដក់ជាប់កៅភ្នែកនិងខួរក្បាលរបស់គេបំភ្លេចចោលអត់បានតែម្ដងពោលឲ្យតែបិទភ្នែកគឺលិចមុខនារីម្នាក់ហ្នឹងចេញមកតែម្ដងអញ្ចឹងពេលហ្នឹងលោកតាក៏បានតបថាអញ្ចេះទៅអាត្មានឹងធ្វើកម្មវិធីមួយមនុស្សរស់បដូរមនុស្សស្លាប់បាទដោយកម្មវិធីហ្នឹងត្រូវឲ្យណារ៉ាទៅដេកនៅក្នុងរណ្ដៅសាកសពរបស់អ្នកដែលស្លាប់ដែលគេបានប្រើប្រាស់រួចហើយអញ្ចឹងណាហើយលោកតាក៏ធ្វើពិធីសូត្រមន្តគាថារបស់គាត់ហើយក៏យកទឹកមន្តហ្នឹងមកឲ្យណារ៉ាងូតណារ៉ាផឹកហើយយកទៅផ្ទះដើម្បីផឹកបន្តជាប់គ្នា7ថ្ងៃបន្ទាប់មកពេលវេលាកន្លងទៅជាង2អាទិត្យក៏មិនមានរឿងរ៉ាវអ្វីកើតឡើងអាក្រក់ដែរហើយណារ៉ាក៏ចាប់ផ្ដើមរៀងភ្លេចមុខខ្មោចស្រីម្នាក់ហ្នឹងបន្តិចម្ដងដែរមកដល់ពេលនេះជាង10ឆ្នាំទៅហើយទាំងណារ៉ាហើយនិងសិស្សប្អូនដែលនៅប្រទេសថៃហ្នឹងក៏ត្រឡប់មកនៅខ្មែរវិញដែរហើយមិនមានអ្វីអាក្រក់កើតឡើងចំពោះពួកគេនោះទេរីឯខាងសន្តាគារហ្នឹងមិនមែនគេមិនហៅគ្រូទៅចាត់ចែងទេប៉ុន្តែទោះបីជាហៅគ្រូហៅព្រះសង្ឃទៅស្រោចទឹកបណ្ដេញខ្មោចមកក៏ដោយគេនៅតែមិនអាចធ្វើអ្វីបានជាមួយនឹងខ្មោចស្រីមួយហ្នឹងបាទហ្នឹងហើយនេះគឺជារឿងរ៉ាវទាំងអស់ដែលប្អូនណារ៉ាបានជួបផ្ទាល់នៅឯសន្តាគារនៅឯទីក្រុងប៉ោយប៉ែតហើយក៏ដូចជាការបាត់បង់មិត្តភ័ក្តិទៅយ៉ាងស្រណោះស្រណោកការស្លាប់របស់ពួកគេក៏យើងមិនដឹងដែរថាតាក់ទងជាមួយនឹងខ្មោចស្រីនោះឬក៏យ៉ាងណាបងប្អូនហើយរឿងនេះក៏ជារឿងដែលខ្ញុំចូលចិត្តបំផុតមួយដែរដោយសារតែស្ដាប់ហើយយើងគិតសម័យរូបភាពណាគឺគួរឲ្យខ្លាចខ្លាំងមែនទែនគឺយើងឃើញរូបភាពខ្មោចស្រីហ្នឹងនៅនឹងភ្នែកយើងតែម្ដងបាទអញ្ចឹងទេបើសិនជាអ្នកទាំងអស់គ្នាចូលចិត្តស្ដាប់សាច់រឿងបែបនេះកុំភ្លេចចុច Subscribe Like Follow ហើយនិង Share រឿងរ៉ាវទាំងអស់នេះឲ្យបានច្រើនផង
ដោយសារតែយើងទទួលបានសារពីប្អូនផានិតគឺជាអ្នកខេត្តបាត់ដំបងផ្ទាល់តែម្ដងហ្នឹងហើយប្អូនគឺជានិស្សិតឆ្នាំទី3ហើយនៅថ្ងៃមួយហ្នឹងផ្ទះរបស់គាត់ត្រូវជួសជុលដូច្នេះគាត់ក៏សម្រេចចិត្តទៅជួផ្ទះសំណាក់ស្នាក់នៅបណ្ដោះអាសន្នហើយរឿងរ៉ាវដ៏ព្រឺសម្បុរខ្លាំងមែនទែនក៏បានកើតឡើងចំពោះប្អូនប្រុសនៅក្នុងផ្ទះសំណាក់នោះតែម្ដងគឺអានហើយធ្វើឲ្យភ្ញាក់ផ្អើលខ្លាំងមែនទែនតែម្ដងស្ដីបងខ្ញុំបាទឈ្មោះផានិតគឺជាអ្នកបាត់ដំបងរាល់ថ្ងៃខ្ញុំរស់នៅតែម្នាក់ឯងទេផ្ទះដែលខ្ញុំនៅជារៀងរាល់ថ្ងៃរៀងចាស់បន្តិចហើយខ្ញុំក៏សម្រេចចិត្តកែផ្ទះនោះសាជាថ្មីខ្ញុំបានហៅជាងម៉ៅការសំណង់មកមើលថាតើគួរកែអ្វីខ្លះគាត់បានប្រាប់ថាផ្ទះខ្ញុំនោះចាស់ពេកហើយត្រូវកែខៃច្រើនណាស់ប្រើរយៈពេលមិនតិចជាង2ទៅ3សប្តាហ៍នោះទេអញ្ចឹងទេខ្ញុំក៏សម្រេចចិត្តទៅជួលផ្ទះជួលនៅមួយរយៈសិនខ្ញុំមិនដឹងថាផ្ទះជួលនៅទីណាស្អាតហើយសុវត្ថិភាពនោះទេខ្ញុំក៏ទៅសួរព័ត៌មានពីមិត្តភ័ក្តិដែលស្គាល់គ្នាមិត្តរបស់ខ្ញុំបាន recommend ផ្ទះជួលមួយកន្លែងមកឲ្យខ្ញុំព្រោះគេធ្លាប់ស្នាក់នៅទីនោះដែរខ្ញុំបានទៅពិនិត្យមើលបន្ទប់នៅទីនោះថាតើថ្មីស្អាតដែរឬទេពិតជាស្អាតនិងអនាម័យគួរជាទីទុកចិត្តមែនម្យ៉ាងវាស្ថិតមិនឆ្ងាយប៉ុន្មានពីកន្លែងធ្វើការរបស់ខ្ញុំក៏សម្រេចចិត្តនៅទីនោះប៉ុន្តែនៅពេលនោះគេនៅសល់តែមួយបន្ទប់តែប៉ុណ្ណោះគឺនៅជាន់ទី3ដំបូងខ្ញុំគិតថាវារៀងខ្ពស់បន្តិចហើយតែដោយសារតែអស់ជម្រើសទៅហើយខ្ញុំក៏យល់ព្រមទាំងមិនបង្អង់យូរនោះដែរខ្ញុំភ្លេចប្រាប់បងថាខ្ញុំគឺជានិស្សិតឆ្នាំទី3ហើយខ្ញុំក៏មានការងារ part time នៅរោងពុម្ពមួយដែរខ្ញុំត្រូវចូលទៅនៅក្នុងបន្ទប់នោះនៅថ្ងៃទី11ខែមិថុនាឆ្នាំ2022នេះឯងបន្ទាប់ពីចូលទៅដល់បន្ទប់គេងនោះភ្លាមបើទោះបីជាបន្ទប់នោះមើលទៅជាទំនងស្អាតដែរប៉ុន្តែខ្ញុំមានអារម្មណ៍ថារាងចម្លែកពេលនោះខ្ញុំក៏មិនបានគិតអ្វីច្រើនដែរព្រោះខ្ញុំមិនមែនជាមនុស្សខ្លាចខ្មៅអ្វីនោះទេមិនបង្អង់យូរខ្ញុំក៏ប្រញាប់ធ្វើការបោសសម្អាតបន្ទប់នោះពេញអស់មួយថ្ងៃតែម្ដងនឹងអាចឆាប់បានសម្រាកម្ចាស់ផ្ទះសំណាក់បានប្រាប់ខ្ញុំថាក្មួយមិនចាំបាច់ខ្លាចអ្វីនោះទេបន្ទប់នេះមិនធ្លាប់មាននរណានៅនោះទេធ្លាប់មាននារីម្នាក់ដែរប៉ុន្តែគាត់នៅបានតែកន្លះខែក៏សុំដូរទៅបន្ទប់មួយទៀតដោយសារតែបន្ទប់នេះរាងចង្អៀតបន្តិចព្រោះគាត់ត្រូវនៅជាមួយនឹងសង្សាររបស់គាត់អញ្ចឹងទៅពួកគាត់សុំដូរចេញទៅដូច្នេះវាប្រៀបដូចជាបន្ទប់ថ្មីស្រឡាងតែម្ដងនៅពេលដែលខ្ញុំឮបែបនេះខ្ញុំក៏រៀងសប្បាយចិត្តដែរខ្ញុំក៏ធ្វើការបោសសម្អាតតាមធម្មតានៅក្នុងបន្ទប់នោះគឺមានសម្បុកពីងពីងជាប់តាមជញ្ជាំងដូចបន្ទប់ទូទៅដែលគេទុកចោលអញ្ចឹងប៉ុន្តែអ្វីដែលរៀងចម្លែកបន្តិចហ្នឹងគឺបើទោះបីជាបន្ទប់នោះមិនមានអ្នកនៅយូរខែហើយក៏ដោយចុះសំខាន់នៅក្នុងបន្ទប់ទឹកហ្នឹងគឺរាងសើមប្រៀបដូចជាមានអ្នកទៅតែប្រើប្រាស់ហើយអញ្ចឹងហើយមានសរសៃសក់មនុស្សស្រីច្រើនមែនតែននៅជាប់មាត់លូនៅពេលនោះខ្ញុំគិតថាប្រហែលជាម្ចាស់ផ្ទះសំណាក់គាត់ចូលមកបើកទឹកមើលថាតើមានទឹកចេញធម្មតាឬអត់មុននឹងខ្ញុំចូលមកស្នាក់នៅរីឯសរសៃសក់មនុស្សស្រីនោះទំនងជាសរសៃសក់របស់ម្ចាស់បន្ទប់ចាស់ហើយពោលគឺខ្ញុំមិនបានគិតអ្វីឲ្យលើសពីនឹងនោះទេហើយរឿងរ៉ាវទាំងអស់ក៏ចាប់ផ្ដើមកើតឡើងនៅក្នុងបន្ទប់នោះតែម្ដងខ្ញុំគឺជាមនុស្សដែលមិនជឿលើរឿងអបិយជំនឿនោះទេដូច្នេះនៅពេលដែលខ្ញុំទៅនៅក្នុងបន្ទប់នោះថ្ងៃដំបូងខ្ញុំមិនដែលបានសែនអត់ធូបអ្វីនោះដែរនៅថ្ងៃទី1ហ្នឹងគឺដោយសារតែនឿយហត់ពីការងារផងការបោសសម្អាតបន្ទប់នោះផងអញ្ចឹងធ្វើឲ្យខ្ញុំនឿយហត់ខ្លាំងមែនទែនខ្ញុំក៏តម្រេតខ្លួនលេងស្រាប់តែលងលក់បាត់ទៅរហូតដល់ថ្ងៃទី2ខ្ញុំក៏ត្រឡប់ទៅធ្វើការវិញជាធម្មតាមិនមានអ្វីគួរឲ្យកត់សម្គាល់នោះឡើយតែនៅយប់ទី3នៅពេលដែលខ្ញុំត្រឡប់មកពីធ្វើការវិញខ្ញុំបានងូតទឹករៀបចំខ្លួនហើយអង្គុយចុចមើល Facebook តាមទម្លាប់ជាធម្មតាខ្ញុំចេះតែមើលនេះមើលនោះនៅលើពុកគេងអញ្ចឹងទៅវាគឺជាទម្លាប់របស់ខ្ញុំមុនពេលគេងស្រាប់ទៅហើយនៅពេលនោះប្រហែលជាប្រមាណម៉ោង 11:30 នាទីយប់ខ្ញុំអង្គុយលេង Facebook បណ្ដើរមានសំឡេងចង្រិតយំនៅក្នុងបន្ទប់បណ្ដើរសុកខ្ញុំក៏ឮសូរសំឡេងចុចទឹកបង្គន់នៅក្នុងបន្ទប់ទឹក
Đôi chỉ miền mình nú cách các bà rung bình nê tắc anh chân nhóm có mình tục chật rồi có bạn đào từ mờ prúa mìnhประกอบchật đáy lúc về từ đó nhóm có khơi các bà rung bình nê tắc nắng miền tắc lệch trình mọc men nhóm ban chămอย่าง ច្បាស់ ថាខ្ញុំបានបិទវាចិត្តហើយនៅពេលដែលខ្ញុំកំពុងតែងូតទឹកតែលើកនេះខ្ញុំឃើញវាបិទមិនចិត្តទេទោះបីជាខ្ញុំខំបិទយ៉ាងណាក៏បិទមិនចិត្តដែរចម្លែកដែរពេលដែលខ្ញុំងូតទឹកនោះមិនមានបញ្ហាផងខ្ញុំក៏ចាំដល់ព្រឹកទៅប្រាប់ម្ចាស់ផ្ទះឲ្យហៅជាងមកជួសជុលគាត់បានប្រាប់ថាថ្ងៃស្អែកនឹងមានជាងមកជួសជុលហើយតែខ្ញុំនៅតែមិនឃើញជាងមកជួសជុលទៀតខ្ញុំទៅរអ៊ូប្រាប់គាត់នៅតែមានលេសម្ដងថាថ្ងៃនេះម្ដងថាថ្ងៃនោះគឺនៅតែមិនទាន់ឃើញជាងមកជួសជុលឲ្យខ្ញុំនោះឡើយហើយនៅពេលនោះសំឡេងចិត្តទឹកបង្គន់ហ្នឹងក៏លឺទៅជារឿយរហូតដល់คล้ายទៅជាទម្លាប់ខ្ញុំក៏ចេះតែទ្រាំស្នាក់នៅបន្តទៀតទៅព្រោះខ្ញុំគិតថាមិនយូរទេខ្ញុំក៏រើចេញពីបន្ទប់នេះដែរនៅពេលដែលផ្ទះខ្ញុំជួសជុលរួចហើយអញ្ចឹងណាខ្ញុំបានប្រើប្រាស់ជីវិតនៅក្នុងបន្ទប់ផ្ទះជួលនោះអស់រយៈពេល71ខែប៉ូលគឺមិនមានអ្វីគួរឲ្យកត់សម្គាល់ក្រៅពីរឿងក្បាលរំបន្នេទឹកនោះទេលុះរហូតដល់ថ្ងៃមួយមុនពេលខ្ញុំចាប់កងត្រាគឺនៅយប់ម៉ោង10នៅពេលដែលខ្ញុំកំពុងតែគេងលេង Facebook ស្រាប់តែឮសូរសំឡេងគោះបង្អួចពីលើក្បាលដំណេកខ្ញុំផាំងខ្ញុំភ្ញាក់ឲ្យព្រឺតប៊ីសជ្រុះទូរស័ព្ទប៉ុន្តែខ្ញុំមិនបានងើបទៅមើលនោះទេដោយខ្ញុំគិតថាវាគ្រាន់តែជាសំឡេងខ្យល់បក់ប៉ះបង្អួចតែប៉ុណ្ណោះនៅពេលនោះគឺខ្យល់បក់មកប៉ះជាមួយនឹងខ្លួនខ្ញុំមានអារម្មណ៍ថាព្រឺរោមខ្លាំងមែនទែនហើយក៏មានអារម្មណ៍ថាជាខ្យល់ត្រជាក់ខុសធម្មតាដែរនៅពេលដែលខ្ញុំចាប់ទូរស័ព្ទមកអង្គុយលេង Facebook បន្តស្រាប់តែខ្ញុំមានអារម្មណ៍ថាបានឮសូរសំឡេងសើចសំឡេងមនុស្សសើចបែបក្រហឹមនៅក្បែរត្រចៀកខ្ញុំតែម្ដងហាក់ដូចជានៅក្បែរត្រចៀកខ្ញុំណាស់ប៉ុន្តែនៅពេលដែលខ្ញុំក្រឡេកមើលនៅជុំវិញខ្លួនខ្ញុំមិនឃើញអ្វីចម្លែកនោះទេនិយាយដល់ចំណុចនេះខ្ញុំព្រឺសម្បុរអស់ពេញខ្លួនហើយបងអើយនៅយប់នោះដោយសារតែមានអារម្មណ៍រៀងខ្លាចដែរខ្ញុំក៏ប្រញាប់ទាញយកកាសដាក់ចូលត្រចៀកហើយស្ដាប់ចម្រៀងបើកលឺខ្លាំងតែម្ដងហើយក៏ព្យាយាមគេងឲ្យលក់ឲ្យផុតយប់នោះតែម្ដងលុះដល់យប់ថ្ងៃទី10ខែកក្កដាឆ្នាំ2022ខ្ញុំបានព្យាយាមប្រញាប់ចូលគេងដើម្បីកុំឲ្យជួបហេតុការណ៍ប្លែកៗបន្តទៀតបើទោះបីជាខ្ញុំមិនសូវជឿរឿងទាំងអស់នោះក៏ដោយប៉ុន្តែបទពិសោធន៍ប៉ុន្មានយប់ជាប់គ្នានោះធ្វើឲ្យខ្ញុំព្រឺសម្បុរមិនស្ទើរដែរតែខ្ញុំក៏មិនដែលបានជួបអ្វីចម្លែកនោះទេនៅពេលនោះខ្ញុំបានគេងលេងទូរស័ព្ទបែរមុខទៅជញ្ជាំងខ្ញុំគេងនៅចំហៀងក្រែខាងស្ដាំនៅសុកស្រាប់តែខ្ញុំបានឮសូរសំឡេងមនុស្សឡើងមកលើពូករបស់ខ្ញុំពីក្រោយខ្នងរបស់ខ្ញុំតែម្ដងធម្មតានៅពេលដែលយើងគេងផ្អៀងបែបហ្នឹងត្រចៀករបស់យើងគឺនៅជាប់ជាមួយនឹងខ្នើយគឺខ្ញុំបានឮសូរសំឡេងមនុស្សដើរច្បាស់ណាស់ខាងក្រោយខ្នងរបស់ខ្ញុំក៏ងាកទៅទាំងភ្ញាក់ព្រឺតប៉ុន្តែមិនឃើញអ្វីនោះដែរទាំងដែលបន្ទប់របស់ខ្ញុំបានចាក់សោរួចរាល់ជាស្រេចនៅពេលនោះខ្ញុំដឹងច្បាស់ណាស់ថាខ្ញុំប្រកាសជាជក់របស់មែនតែនហើយព្រោះសំឡេងនោះឮច្បាស់ក្រឡែតតែម្ដងខ្ញុំមិនបានស្រមើស្រមៃនោះទេនៅពេលនោះខ្យល់អាកាសនៅក្នុងបន្ទប់គឺរៀងស្អុះស្អាប់បន្តិចប៉ុន្តែសុកស្រាប់ក៏ប្រែទៅជាត្រជាក់ស្រេបធ្វើឲ្យខ្ញុំព្រឺសម្បុរពេញអស់រាងកាយសំឡេងចង្រិតយំកាន់តែខ្លាំងឡើងសុកស្រាប់តែស្ងាត់បាត់ឈឹងស្ងាត់ជ្រាបតែម្ដងបងប៉ុន្តែខ្ញុំមិនមែនជាមនុស្សខ្លាចខ្មោចស្រាប់ទៅហើយខ្ញុំក៏បាននិយាយផ្ចាញ់ផ្ចាគេថាបើឯងខ្លាំងមែនណាចេញមុខមកអញចង់ឃើញអញអត់ខ្លាចទេមកនិយាយគ្នាលេងអញអបសក់ណាស់វើយខ្ញុំព្យាយាមក្រឡេកមើលជុំវិញខ្លួនទាំងដែលខ្លាចផងហ៊ានផងនៅបរិវេណបន្ទប់ទឹកនៅពីដានក៏មិនឃើញមានអ្វីចម្លែកដែរប៉ុន្តែខ្យល់នៅពេលនោះគឺត្រជាក់ស្រេបស្ថានភាពនៅពេលនោះហាក់បីដូចជាខ្ញុំនៅក្នុងបន្ទប់បន្តិចនៅក្រៅបន្ទប់នោះបន្តិចហាក់ដូចជានៅភពផ្សេងអញ្ចឹងខ្ញុំក៏បន្តតម្រេកខ្លួនគេងទៅវិញ15នាទីក្រោយមកខ្ញុំក៏ឮសូរសំឡេងឡើងពីចុងជើងខ្ញុំតែម្ដងនេះ
ពុទ្ធោអើយខ្ញុំបានងាកទៅយ៉ាងលឿនបងអើយខ្ញុំឃើញស្រមោលខ្មៅមួយយ៉ាងខ្ពស់ដល់ពីដានតែម្ដងមើលទៅដូចជាមនុស្សស្រីដែលមានសក់វែងដៃជើងវែងគ្រាន់តែខ្ញុំក្រឡេកទៅភ្លាមវាលោតមកសង្កត់លើខ្លួនខ្ញុំតែម្ដងវ៉ាប់ខ្ញុំរើមិនរួចសោះខ្ញុំព្យាយាមស្រែកដែរតែហាក់ដូចជាគ្មានសម្លេងស្រែកសោះខ្ញុំបានចាំចាស់និយាយថាបើសិនជាត្រូវខ្មោចសង្កត់សូមឲ្យព្យាយាមកម្រើកមេជើងខ្ញុំបានធ្វើហើយប៉ុន្តែមិនបានផលនោះទេបងអើយខ្ញុំភ័យណាស់បែកញើសជោកទាំងដែលអាកាសធាតុត្រជាក់ស្រេបស្ថានភាពនៅពេលនោះហាក់បីដូចជាមានតែខ្ញុំហើយនឹងខ្មោចស្រីម្នាក់នោះតែប៉ុណ្ណោះវាប្រៀបដូចជាខ្ញុំនៅក្នុងពិភពផ្សេងមិនមែននៅក្នុងបន្ទប់នោះទេស្ថិតក្រោមការសន្តិដ្ឋរបស់គេទៅហើយខ្ញុំក៏បានព្យាយាមសូត្រធម៌សូត្រមន្តអីសពគ្រប់បែបយ៉ាងត្រូវឬក៏ខុសក៏ខ្ញុំមិនដឹងដែរព្យាយាមនឹកដល់គុណគ្រូគុណឪពុកគុណម្ដាយនឹកឃើញដល់គុណព្រះពុទ្ធព្រះធម៌ព្រះសង្ឃសពគ្រប់បែបយ៉ាងហើយនៅពេលនោះបងអើយខ្ញុំគិតថាខ្ញុំប្រហែលជាមិនរស់ទេខ្ញុំបានឮសូរសំឡេងដែលគេស្រែកថាហើយមិនគោរពអានហើយមិនគោរពអានអញត្រូវតែយកហើយទៅជាមួយបងអើយដង្ហើមខ្ញុំហាក់ដូចជាចង់ដាច់ខ្យល់ម្ដងខ្ញុំព្យាយាមរើខ្លួនយ៉ាងណាក៏រើមិនរួចដៃខ្ញុំគឺក្តាប់យ៉ាងណែនជើងខ្ញុំគឺរឹងកំប្រឹងខ្ញុំខំបើកភ្នែកសម្លឹងទៅមើលគេដែរតែមើលមុខគេមិនច្បាស់នោះទេខ្ញុំឃើញខ្មោចនោះហាក់បីដូចជាសើចបើកមាត់ធំគួរឲ្យខ្លាចណាស់ហើយភ្នែករបស់គេបើកមកធំសម្លឹងមកខ្ញុំពណ៌ក្រហមតែម្ដងស្ទើរតែលៀនចេញមកក្រៅទៅហើយខ្ញុំដឹងខ្លួនច្បាស់ថាខ្ញុំទៅលេងរួចហើយខ្ញុំមានអារម្មណ៍ថានឿយហត់ណាស់ក៏ព្យាយាមនិយាយក្នុងចិត្តថាខ្ញុំរៀនហើយខ្ញុំសុំទោសនៅពេលនោះខ្ញុំក៏សន្លប់បាត់ទៅលុះដល់ព្រឹកឡើងខ្ញុំក៏បានរើអីវ៉ាន់ចេញទាំងអស់មុនថ្ងៃកំណត់ខ្ញុំមិនអាចនៅបន្តទៀតបាននោះទេតែមុនពេលរើអីវ៉ាន់ចេញពីបន្ទប់ហ្នឹងខ្ញុំក៏បានទិញចេកទិញធូបទៀនមកសែនឲ្យគេដែរខ្ញុំខ្លាចណាស់ខ្លាចគេទៅតាមខ្ញុំចៃដន្យអីខ្ញុំបានជួបជាមួយនឹងនារីម្ចាស់បន្ទប់នឹងពីមុនគាត់សួរថាសុកថៃបានខ្ញុំរើចេញហើយយកអីមកសែនព្រៀបអញ្ចឹងខ្ញុំក៏បានរាយរាប់នៅរឿងដែលខ្ញុំបានជួបទៅឲ្យគាត់បានស្ដាប់គាត់និយាយថាអូជួបដូចគាត់ដែរការដែលគាត់សុំម្ចាស់ផ្ទះបដូរបន្ទប់ហ្នឹងគឺដោយសារតែបញ្ហាហ្នឹងគឺមិនមែនដោយសារតែគាត់នៅជាមួយនឹងសង្សាររបស់គាត់ហើយមានអារម្មណ៍ថាបន្ទប់នោះចង្អៀតនោះទេគាត់បានប្រាប់ខ្ញុំថាគាត់បានជួបដូចខ្ញុំដែរពោលគឺវិញ្ញាណនោះមកតាមលងគាត់ធ្វើបាបសង្សាររបស់គាត់ជារៀងរាល់យប់តែម្ដងគាត់គិតថាវិញ្ញាណនោះប្រកាសជាម្ចាស់បន្ទប់នោះចាស់ដែលមកនៅមុនគាត់ទៅទៀតដោយសារតែម្ចាស់បន្ទប់ហ្នឹងគឺបានសម្លាប់ខ្លួននៅក្នុងបន្ទប់នោះតែម្ដងហើយរឿងរ៉ាវនោះគឺម្ចាស់បន្ទប់ហ្នឹងបានមកស្នាក់នៅបន្ទប់នោះតាំងពីពាក់កណ្ដាលឆ្នាំ2015មកម្លេះគាត់គឺជានារីមកពីខេត្តផ្សេងបើតាមការសាកសួរអាចមកពីខេត្តពោធិ៍សាត់ហើយនារីម្នាក់នោះធ្វើការអ្វីក៏គាត់មិនដឹងដែរតែនារីម្នាក់នោះមានសង្សារនៅបាត់ដំបងហ្នឹងហើយតាមមកនៅខេត្តហ្នឹងដើម្បីជួបជាមួយនឹងសង្សាររបស់គាត់តែងតែមកលេងគាត់ជាប្រចាំដល់បន្ទប់នោះតែម្ដងនៅយប់មួយគេឮសូរសំឡេងនារីម្នាក់ហ្នឹងហើយនឹងសង្សាររបស់គាត់ហ្នឹងឆ្លោះគ្នាខ្លាំងមែនទែនរហូតដល់សង្សាររបស់នារីម្នាក់ហ្នឹងក៏ជិះម៉ូតូចេញទៅបាត់ទៅហើយនារីម្នាក់ហ្នឹងបន្តយំស្រែកអស់រយៈពេលជាច្រើនម៉ោងបន្ទាប់មកគេក៏លែងឮអ្វីបន្តទៀតគេគិតថាប្រហែលជានាងគេងលងលក់បាត់ទៅហើយព្រឹកស្អែកឡើងស្រាប់តែមានអ្នកជួលបន្ទប់នៅជាប់ហ្នឹងស្រែកខ្លាំងមែនទែនតែម្ដងដោយគាត់បានឃើញតាមមាត់បង្អួចពោលគឺឃើញនារីម្នាក់នឹងដេកស្លាប់បែកពពុះមាត់ស្គល់ដោយសារតែលេបថ្នាំសម្រាប់ខ្លួនបាត់ទៅហើយសភាពស័ក្តិសិទ្ធិរបស់គាត់គឺបើកភ្នែកសម្លឹងទៅចិញ្ចាំងពីដានទឹកមាត់បែកពពុះស្គល់ហូរមកដល់បរិវេណកមើលទៅគួរឲ្យខ្លាចខ្លាំងមែនតែនតែម្ដងផ្ទៃមុខរបស់គាត់គឺឡើងស្វាយបាត់ទៅហើយម្ចាស់ផ្ទះសំណាក់ហ្នឹងក៏បានព្យាយាមរៀបចំកម្មវិធីសូត្រមន្តនានាដើម្បីធ្វើឲ្យអ្នកស្នាក់នៅជុំវិញហ្នឹងមិនមានការភ័យខ្លាចអញ្ចឹងបងប្អូនហើយក្រោយមកទៀតក៏មិនមាននរណាជួបហេតុការណ៍អ្វីកើតឡើងចម្លែកនោះដែរទើបគេចេះតែបន្តនៅអញ្ចឹងទៅគេមិនដឹងឡើយថាប្រលឹងនាងនៅបន្តនៅទីនោះឬក៏យ៉ាងណាដែរហើយបន្ទប់នោះក៏ត្រូវបានម្ចាស់ផ្ទះរៀបចំសារជាថ្មីហើយក៏បិទទ្វារទុកជួលបន្តរហូតដល់ថ្ងៃដែលគាត់មកជួបបន្ទប់នឹងនៅតែម្ដងហើយគាត់ក៏បានជួបហេតុការណ៍ដូចគ្នាជាមួយនឹងខ្ញុំតែម្ដង
គាត់មិនបាននិយាយអ្វីច្រើនដែរព្រោះគិតថាប្រហែលជាខ្លួននឹងគិតច្រើនអញ្ចឹងគាត់ក៏សូមម្ចាស់ផ្ទះបដូរទៅបន្ទប់ផ្សេងអញ្ចឹងទៅម្យ៉ាងគាត់គិតថាបើនិយាយទៅអាចធ្វើឲ្យខូចឈ្មោះផ្ទះសំណាក់របស់គេផងអញ្ចឹងណាអញ្ចឹងមានន័យថាព្រលឹងរបស់នារីម្នាក់នោះមិនបានទៅណាឆ្ងាយពីបន្ទប់របស់គេនោះទេប្រហែលជាមានអនុស្សាវរីយ៍ល្អៗឬក៏ការចងចាំណាមួយមុនពេលស្លាប់ដែលធ្វើឲ្យគេមិនអាចបំភ្លេចនៅបន្ទប់នោះបានខ្ញុំបានយករឿងរ៉ាវទាំងអស់នោះទៅប្រាប់ម្ចាស់ផ្ទះសំណាក់ឲ្យគាត់បានដឹងម្ចាស់ផ្ទះក៏បានងក់ក្បាលហើយគាត់តបវិញថាអូគេនៅនឹងនៅឡើយទេអូឲ្យអ៊ីសុំទោសផងមិនអីទេអ៊ីនឹងនិមន្តព្រះសង្ឃមកធ្វើបុណ្យដាក់បាតបងស្គរឲ្យគេបន្ថែមទៀតហើយអ៊ីសុំទោសផងនៅរឿងរ៉ាវទាំងឡាយដែលបានកើតឡើងចំពោះក្មួយអ៊ីពិតជាមិនបានដឹងមែនបាទបងប្អូនចាប់តាំងពីពេលនោះមកខ្ញុំក៏ត្រឡប់មកនៅផ្ទះរបស់ខ្ញុំដែលសាងសង់រួចល្មមហើយខ្ញុំក៏មិនដែលបានជួបប្រលឹងវិញ្ញាណអ្វីមកតាមខ្ញុំដែរហើយនេះឯងគឺជារឿងរ៉ាវពិតប្រាកដដែលខ្ញុំបានជួបនៅផ្ទះសំណាក់មួយនៅឯខេត្តបាត់ដំបងអរគុណច្រើនបងដែលបានអាននៅរឿងរ៉ាវរបស់ខ្ញុំចូលចិត្តអត្ថបទនិងវីដេអូរបស់បងណាស់បងនិយាយបានពីរោះណាស់អរគុណច្រើនមែនតើបងសូមឲ្យបងប្អូនតាមដានស្ដាប់អត្ថបទនេះដោយប្រើប្រាស់វិចារណញ្ញាណខ្ពស់ហើយនឹងចាត់ទុកវាគ្រាន់តែជាអត្ថបទកម្សាន្តទៅបានហើយដោយថ្ងៃនេះគឺខ្ញុំទទួលបាននៅសាច់រឿងមួយហើយរឿងនេះគឺជារឿងរបស់ប្អូនស្រីម្នាក់ដែលគាត់បានផ្ញើមកកាន់ខាងខ្ញុំហើយរឿងរ៉ាវដែលប្អូនស្រីបានជួបគឺគាត់បានជួបនៅក្នុងបន្ទប់ជួលមួយកន្លែងនៅឯទីក្រុងភ្នំពេញប្អូនស្រីគឺជាអ្នករស់នៅខាងខេត្តតាកែវហើយគាត់មានឈ្មោះថាប្អូនតាដោយសារតែជីវភាពរបស់គាត់រៀងខ្វះខាតផងអញ្ចឹងគាត់ក៏សម្រេចចិត្តឡើងមកធ្វើការនៅភ្នំពេញកាលពីជំនាន់ហ្នឹងគឺគាត់នៅកំពុងតែសិក្សានៅឡើយទេគាត់ឡើងមកធ្វើការផងហើយនឹងបន្តការសិក្សាផងដោយគាត់បានសម្រេចចិត្តជួលបន្ទប់មួយកន្លែងនៅឯទីក្រុងភ្នំពេញហ្នឹងទៅហើយហេតុការណ៍ហ្នឹងគឺកើតឡើងចំពោះគាត់ក្នុងអំឡុងឆ្នាំ2019ហើយគាត់ថាលោកគាត់សាហាវមែនទែនដោយគាត់ទៅជួបបន្ទប់ហ្នឹងគឺគាត់អាចបានដឹងទេថាបន្ទប់ហ្នឹងគឺមានមនុស្សស្លាប់ហើយស្លាប់ដោយសារមានកូនក្នុងផ្ទៃទៀតចឹងកុំឲ្យខាតពេលយូរយើងចង់ដឹងថារឿងប្អូនស្រីគួរឲ្យខ្លាចឬក៏គួរឲ្យព្រឺសម្បល់ខ្លាចយ៉ាងណាយើងទៅស្ដាប់ទាំងអស់គ្នាប៉ុន្តែមុននឹងចូលទៅដល់សាច់រឿងរបស់ប្អូនស្រីសូមពុកម៉ែបងប្អូនជួយចុច Subscribe Channel YouTube របស់ Admin ម្នាក់មួយផងដើម្បីទទួលបាននៅរឿងថ្មីៗបន្តទៀតពីខ្ញុំបាទអញ្ចឹងយើងកុំឲ្យខាតពេលយូរយើងចូលទៅស្ដាប់ទាំងអស់គ្នានៅក្នុងអំឡុងឆ្នាំ2019ហ្នឹងប្អូនស្រីនីតាគាត់កំពុងតែសិក្សាហើយដោយសារតែជីវភាពរបស់គាត់រៀងខ្វះខាតអញ្ចឹងគាត់ក៏សម្រេចចិត្តឡើងមកធ្វើការនៅឯទីក្រុងភ្នំពេញដោយធ្វើការផងនិងសិក្សាផងហើយការហ្នឹងគឺគាត់ឡើងមកភ្នំពេញដំបូងគឺអត់ទាន់មានស្គាល់អ្នកណាទេចឹងហើយគាត់ក៏សម្រេចចិត្តជួលបន្ទប់ហ្នឹងនៅតែម្នាក់ឯងទៅហើយកន្លែងផ្ទះដែលគាត់ជួលនៅហ្នឹងគឺសរុបទាំងអស់មាន13បន្ទប់12បន្ទប់12បន្ទប់ទៀតហ្នឹងគឺគេជួលពេញអស់ហើយនៅតែមួយបន្ទប់ហ្នឹងទេចឹងគាត់ក៏សម្រេចចិត្តជួលបន្ទប់ហ្នឹងនៅទៅប៉ុន្តែមុននឹងគាត់ទៅជួលបន្ទប់ហ្នឹងនៅគឺគាត់បានសួរម្ចាស់ផ្ទះហ្នឹងដែរថាម៉េចបានបន្ទប់ហ្នឹងវានៅតែមួយដោយសារតែបន្ទប់នៅខាងគឺគេជួលពេញអស់ហើយអញ្ចឹងវាចម្លែកអីហេតុអីបាននៅតែមួយបន្ទប់ហ្នឹងដល់ពេលដែលគាត់សួរទៅម្ចាស់ផ្ទះអញ្ចឹងទៅម្ចាស់ផ្ទះក៏បានប្រាប់ទៅគាត់វិញថាបន្ទប់ហ្នឹងពីមុនគេមានអ្នកជួលដែរប៉ុន្តែអ្នកដែលជួលបន្ទប់ហ្នឹងគេទៅតែរើចេញទៅមួយអាទិត្យមុនហ្នឹងទេបងនីតាដល់ពេលឮម្ចាស់ផ្ទះនិយាយអញ្ចឹងទៅគាត់ក៏សម្រេចចិត្តជួលបន្ទប់ហ្នឹងដោយអត់ដឹងថាបន្ទប់ហ្នឹងគេទុកចោលឡើងជិត1ឆ្នាំហើយទេដោយសារតែបន្ទប់ហ្នឹងពីមុនមានអ្នកជួលនៅ2នាក់ប្តីប្រពន្ធហើយប្រពន្ធគឺពោះធំដល់ពេលដែលឆ្លោះគ្នាជាមួយប្តីទៅហើយប្តីមានស្រីណាប្តីក៏រត់ចោលប្រពន្ធទៅនៅមួយស្រីទៅទុកឲ្យប្រពន្ធនៅម្នាក់ឯងទាំងពោះធំហើយប្រពន្ធពេលខូចចិត្តក៏សម្រេចចិត្តចងកសម្រាប់ខ្លួននៅក្នុងបន្ទប់ហ្នឹងទៅដល់ពេលដែលដឹងថាខ្មោចនឹងចងកសម្រាប់ខ្លួនម្ចាស់ផ្ទះហ្នឹងក៏បាននិមន្តលោកហៅពេទ្យហៅអីហ្នឹងដើម្បីមកធ្វើកសោបច្ច័យយកសាកសពចេញហើយបន្ទប់ហ្នឹងតាំងពីខ្មោចនឹងស្លាប់ទៅគឺអត់មានអ្នកណាមកជួលនៅបានសុខទេជួលនៅបានតែមួយអាទិត្យឬកន្លះខែគឺរើចេញអស់ហើយប្អូនស្រីនីតាគាត់មកជួលបន្ទប់ហ្នឹងគឺជាអ្នកទី3មុននឹងប្អូននីតាមកនៅបន្ទប់ហ្នឹងមាន2នាក់ឯងដែលមកជួលបន្ទប់ហ្នឹងនៅតែនៅអត់ដែលបានសុខទេអ្នកខ្លះជួលនៅបានមួយខែអ្នកខ្លះជួលនៅបានកន្លះខែអញ្ចឹងទៅនាំគ្នារើចេញហើយគឺនៅអត់បានសុខទេដោយសារតែខ្មោចពោះធំហ្នឹងវាលងខ្លាំងពេកដោយប្អូននីតាគាត់បានជួបផ្ទាល់ដោយគាត់ចូលទៅនៅក្នុងបន្ទប់ហ្នឹងដំបូងគឺចេញលងគាត់នៅយប់ហ្នឹងហើយគាត់ថាយប់ដំបូងដែលគាត់ចូលទៅនៅហ្នឹងគាត់កំពុងតែអង្គុយរៀនសុកចំហាយត្រជាក់ហ្នឹងវាក៏ចាប់ផ្ដើមភាយមកកន្លែងខ្លួនគាត់ធ្វើឲ្យគាត់ត្រជាក់ស្រិបដូចតកអញ្ចឹងហើយទាំងអាកាសធាតុថ្ងៃហ្នឹងគឺក្តៅវាប្រែคล้ายទៅជាត្រជាក់បងប្អូនដំបូងឡើយគាត់មិនបានចាប់អារម្មណ៍ទេគាត់គិតថាខ្យល់បក់ភាយពីខាងក្រៅមកអីចឹងណាដោយសារតែបន្ទប់របស់គាត់ហ្នឹងពេលហ្នឹងគឺគាត់អាចបានបិទប្រួយទេរៀងចង្ហបន្តិចដើម្បីឲ្យខ្យល់ចូលដោយសារតែថ្ងៃហ្នឹងវារៀងក្តៅគាត់ថាគាត់កំពុងអង្គុយរៀនសុកមកស្ទុះ
ស្រាប់តែមានខ្យល់បក់មកពីខាងក្រៅឡងខ្លាំងមែនទែនដូចខ្យល់គួរអញ្ចឹងហើយប្អូននីតាគាត់មិនមែនជាអ្នកខ្លាចខ្មោចអីខ្លាំងណាទេខ្លាចដែរតែមិនសូវខ្លាចខ្លាំងដល់ថ្នាក់មិនហ៊ានណាគ្រាន់តែគាត់លឺខ្យល់ភ្លាមគាត់ចេញទៅមើលស្រាប់តែពេលដែលគាត់ចេញទៅមើលនៅខាងក្រៅអាបន្ទប់អ្នកចិត្តខាងដែលនៅចិត្តខាងគាត់ហ្នឹងគឺគេបិទភ្លើងដេកអស់ហើយនៅតែបន្ទប់គាត់ទេនៅបើកភ្លើងផ្លុងក្នុងបន្ទប់ម្នាក់ឯងកំពុងតែរៀននោះដល់ពេលអញ្ចឹងគាត់បានបើកទៅមើលពេលបើកទៅមើលគាត់ថាខ្យល់អត់មានមកពីណាផងលឹងស្ងាត់ទ្រីងពេលអញ្ចឹងគាត់ក៏បិទទ្វារចូលទៅក្នុងបន្ទប់វិញហើយគាត់ក៏អង្គុយរៀនធម្មតាអាពេលហ្នឹងប្រហែលជាម៉ោង 9:10 ហើយគាត់ថារៀនប្រហែលជាម៉ោង 10 កន្លះគាត់ឈប់រៀនហើយគាត់បិទភ្លើងបិទអីគេងហើយដើម្បីទៅធ្វើការព្រឹកពួកអីព្រឹកឡើងគាត់ត្រូវភ្ញាក់ម៉ោង 7 ដើម្បីទៅធ្វើការឲ្យគេកាលហ្នឹងគាត់មកបំពេញគាត់រកបានការងាររៀងស្រួលដែរលក់កៅអៅឲ្យគេហើយប្រាក់ខែបានរៀងគ្រាន់ដែរមួយខែ 250 ចឹងហើយគាត់ក៏បានអាលុយពីគាត់មកធ្វើការហ្នឹងយកមកផ្គត់ផ្គង់ការសិក្សារបស់គាត់ហ្នឹងដោយគាត់មិនចាំបាច់ទេទៅប៉ាម៉ាក់របស់គាត់ឲ្យតម្លាក់លុយមកឲ្យគាត់ដើម្បីរៀនទេគឺគាត់រកលុយរៀងខ្លួនឯងតែម្ដងដោយសារតែជីវភាពរបស់គាត់រៀងខ្វះខាតពេលដែលគាត់ចេញទៅអត់មានឃើញខ្យល់អត់មានឃើញអីហើយអ្នកចិត្តខាងក៏ដេកស្ងាត់អស់ហើយគាត់ក៏រៀនដល់ម៉ោង 10 កន្លះម៉ោង 10 កន្លះគាត់ក៏បិទភ្លើងបិទប្អួយបិទទ្វារគេងលក់លាវហើយបងប្អូនស្រាប់តែគាត់ឮសលេងកូនងាយំនៅមុខបន្ទប់របស់គាត់ហ្នឹងគាត់ក៏ស្មានតែសលេងឆ្មាយំដោយគាត់មិនគិតថាសលេងហ្នឹងគឺជាសលេងកូនងាហើយជាសលេងកូនខ្មោចស្រីពោះធំចងកនៅក្នុងបន្ទប់ហ្នឹងទេគាត់ស្មានតែសលេងឆ្មាគាត់ក៏សង្ងំដេកទៅវិញដំបូងគាត់បំរុងថានឹងងើបបើកទ្វារទៅមើលហើយប៉ុន្តែគាត់ស្ដាប់យូរទៅអាសលេងហ្នឹងវាដូចសលេងឆ្មាចឹងក៏គាត់សង្ងំដេកទៅវិញស្រាប់តែគាត់កំពុងដេកទៅមកសន្ទុះគាត់ឮសលេងគោះទ្វារបន្ទប់គាត់ដល់ពេលគាត់ឮសលេងគោះទ្វារគាត់ស្មានតែមនុស្សគាត់ក៏ស្រែកសួរថាណាគេគោះទ្វារគាត់ហ្នឹងដល់ពេលដែលគាត់ស្រែកសួរហ្នឹងអាសលេងគោះទ្វារហ្នឹងវាក៏បាត់ទៅវិញហើយអត់មានអ្នកណាឆ្លើយទេគឺស្ងាត់ចងំអូនីតាហេតុតែគាត់មិនមែនជាអ្នកខ្លាចខ្មោចខ្លាំងណាស់ណាគាត់មិនអស់ចិត្តគាត់ក៏ងើបហើយកាន់ពិលមួយឈួលទៅមើលខាងក្រៅបើកទ្វារឈួលទៅមើលខាងក្រៅដល់ពេលដែលគាត់បើកទ្វារទៅឡើងស្ងាត់ចងំអត់មានអ្នកណាអត់មានឃើញមនុស្សអត់មានឃើញអីទេហើយពេលដែលគាត់បើកទ្វារចេញទៅមើលគាត់ក្លាហានមែនទែនគាត់ថាពេលហ្នឹងគាត់ចេញទៅមើលនៅខាងក្រៅផ្ទាល់តែម្ដងជាទូទៅបើសិនជាយើងអ្នកខ្លាចយើងបើកទ្វារយើងគ្រាន់តែអឺតមើលពីមាត់ទ្វារទៅឯណាតែនេះគាត់ចេញឈួលទៅអាកន្លែងផ្ញើម៉ូតូផងគាត់ឈួលទៅជុំវិញផ្ទះជួលនឹងផងពេលដែលគាត់ឈួលទៅគឺឡើងស្ងាត់ចងំគេចូលដេកអស់ហើយណាម៉ោង 10 កន្លះហ្នឹងហើយអាផ្ទះដែលគាត់ជួលនៅហ្នឹងគឺវានៅរៀងដាច់ស្រយាលពីគេដែរគាត់ថាពេលគាត់ចេញទៅហ្នឹងគឺគាត់បន្ថយមែនទែនគាត់អត់ដឹងថាជាមនុស្សឬក៏ជាខ្មោចទេពេលដែលមកគោះទ្វារអញ្ចឹងទៅគាត់ថាពេលហ្នឹងពេលដែលគាត់បើកទ្វារចេញទៅបើសិនជាមានអ្នកបំណងអាក្រក់ចង់ចាប់គាត់ចង់អីហ្នឹងគឺគេចាប់បានបាត់ទៅហើយដោយសារតែគាត់ចេញទៅហ្នឹងគឺស្ងាត់ចងំមែនទែនណាហើយអាពេលដែលគាត់ឮសលេងគោះទ្វារហ្នឹងគឺគាត់អត់ចាប់អារម្មណ៍ទេគាត់ថាគ្រាន់តែឮគោះភ្លាមគឺគាត់បើកទ្វារហើយពេលដែលគាត់បើកទ្វារហ្នឹងគឺអត់មានអីទេគឺស្ងាត់ចងំយកគ្នាតែមែនទែនដល់ពេលអញ្ចឹងទៅគាត់ក៏ត្រឡប់ចូលមកដេកវិញនៅពេលចូលមកដេកវិញគាត់ថាសង្ងំលក់មិនទាន់បានប្រមាណផងគាត់ថាឮសលេងកូនងាយំទៀតប៉ុន្តែលើកហ្នឹងគឺគាត់អត់បើកទ្វារឬក៏អត់ផ្ទៀងស្ដាប់ទេដោយសារតែពេលហ្នឹងគាត់ងុយគេងពេកហើយណាមួយគាត់ត្រូវងើបទៅធ្វើការពេលព្រឹកផងអញ្ចឹងគាត់ក៏សង្ងំគេងហើយយប់ហ្នឹងគឺគាត់សង្ងំគេងបានលក់ទៅភ្លឺមែនដោយអត់មានអ្នកណាឬក៏ឮសំឡេងអីរំខានទេដោយសារតែពេលហ្នឹងគាត់ងុយគេងពេកអាសំឡេងរំខានហ្នឹងគឺដំបូងដែលគាត់លក់លាវហ្នឹងគឺវាសំឡេងរំខានមែនឬអីប្លែកឬកូនងាយំយឺសំឡេងគោះទ្វារមែនប៉ុន្តែបន្ទាប់ពីគាត់ចេញទៅមើលហើយគាត់ចូលមកដេកវិញហើយសំឡេងកូនងាយំម្ដងទៀតដល់ពេលយំម្ដងហ្នឹងគឺគាត់អត់បានចាប់អារម្មណ៍ទេគាត់ថាពេលហ្នឹងគាត់ងុយដេកពេកអញ្ចឹងគាត់ក៏សង្ងំដេកដើម្បីយកកម្លាំងទៅធ្វើការព្រឹកខ្លាចព្រឹកឡើងទៅធ្វើការឲ្យគេអត់ទាន់អីអញ្ចឹងណាដល់ពេលព្រឹកឡើងគាត់ក៏ងើបទៅធ្វើការធម្មតាពេលទៅធ្វើការហើយម៉ោង 5ក៏ត្រឡប់មកវិញគាត់ក៏ទិញម្ហូបទិញអីមកធ្វើញ៉ាំបាយនៅក្នុងបន្ទប់ម្នាក់ឯងអីគាត់ចឹងទៅហើយពេលញ៉ាំបាយញ៉ាំអីរួចចឹងទៅគាត់ក៏យកសៀវភៅយកអីមករៀនដូចធម្មតាការប្រយុទ្ធទី1ដែរគាត់ថាពេលយប់ទី2ពេលដែលគាត់កំពុងតែរៀនសុកគាត់ស្រាប់តែឮសលេងសរុបជើងដើរកាត់មុខបន្ទប់គាត់ពេលឮសរុបជើងគាត់ក៏បើកទ្វារទៅមើលគាត់ឃើញថាអ្នកដើរហ្នឹងគឺជាអ្នកជិតខាងបន្ទប់គាត់ទេគឺគេដើរកាត់មុខបន្ទប់គាត់ដើម្បីចូលទៅបន្ទប់គេអញ្ចឹងណាហើយពេលហ្នឹងគឺម៉ោង 9:10 ហើយអញ្ចឹងគាត់បើកទ្វារមើលឃើញថាមានអ្នកជិតខាងដើរកាត់បន្ទប់មុខបន្ទប់គាត់ដើម្បីចូលទៅបន្ទប់គេដល់ពេលគាត់ឃើញថាអ្នកជិតខាងអញ្ចឹងគាត់ក៏បិទបន្ទប់បិទទ្វារអីមករៀនធម្មតាប្រហែលជាម៉ោង 10 កន្លះគាត់ចូលដេកដូចសក់មួយដងអញ្ចឹងណាស្រាប់តែពេលអស់ពីឮសរុបជើងអ្នកជិតខាងដែលដើរកាត់មុខបន្ទប់គាត់ហ្នឹងគាត់ថាឮសំឡេងសរុបជើងនៅដើរទៀតណាប៉ុន្តែពេលហ្នឹងគឺគាត់អត់ចាប់អារម្មណ៍ទេគាត់ស្មានថាសម្រាប់ជើងអ្នកជិតខាងបន្ទប់គាត់ចឹងទៅដើរចឹងទៅគាត់ក៏មិនបានចាប់អារម្មណ៍ដែរគាត់ក៏សង្ងំរៀនធម្មតាស្រាប់តែមួយស្ទុះ
មកស្ទុះលឺសលេងរត់កាត់មកបន្ទប់គាត់ទឹកគាត់ថាគ្រាន់តែគាត់លឺសលេងរត់នឹងភ្លាមគាត់ក៏ឆ្ងល់ថាអីស្មើនឹងអីពីណាមករត់អីនៅមកបន្ទប់គាត់ស្មើនឹងគាត់ក៏បើកទ្វារកាន់ពិលមួយទៅឈួលមើលដល់ពេលឈួលទៅមើលគឺអត់មានអ្នកណាទេបងប្អូនគឺឡើងស្ងាត់ទ្រីងតែម្ដងហើយពេលដែលគាត់បើកទ្វារចេញទៅមើលខាងក្រៅហ្នឹងគាត់ថាឡើងទៅជាក់ដូចទឹកកកហើយដល់ពេលអញ្ចឹងគាត់ថាគាត់គិតក្នុងចិត្តថាចំអីគាត់ទៅជាក់ម៉េចថ្ងៃហ្នឹងទាំងដែលខ្លួនគាត់កំពុងតែខ្មោចលងហើយតែគាត់មិនមែនជាអ្នកខ្លាចខ្មោចអីខ្លាំងណាស្រាប់តែពេលពងរៀនសុកម៉ោង 10 កន្លះក៏វាឈានចូលមកដល់គាត់ក៏បិទសភៅបិទភ្លើងបិទប្អួយដេកអញ្ចឹងទៅសងំដេកខ្ទង់ប្រហែលជាម៉ោង 2 ដណ្ដប់យប់បងប្អូនហើយគាត់ថាគាត់ឮសំឡេងចាក់ទឹកនៅក្នុងបន្ទប់ទឹករបស់គាត់ដល់ពេលគាត់ឮអញ្ចឹងគាត់ឆ្ងល់ថាចំមិនបាននៅក្នុងបន្ទប់ទឹករបស់គាត់ហ្នឹងវាឮសំឡេងចាក់ទឹកគាត់ក៏ងើបមួយលោបដើម្បីទៅបើកភ្លើងស្រាប់តែពេលគាត់បើកភ្លើងអាសលេងចាក់ទឹកនៅក្នុងបន្ទប់ទឹករបស់គាត់ហ្នឹងវាក៏បាត់ដល់ពេលវាបាត់គាត់ក៏បានចូលទៅអឺតមើលនៅក្នុងបន្ទប់ទឹករបស់គាត់នៅពេលដែលគាត់អឺតទៅមើលនៅក្នុងបន្ទប់ទឹករបស់គាត់ឃើញថាវាអត់មានអ្នកណាទេហើយទឹកនៅក្នុងបន្ទប់ទឹករបស់គាត់ហ្នឹងគឺនៅនឹងថ្កល់តែម្ដងហើយបន្ទប់ទឹកគឺវាឡើងស្ងួតធម្មតាបើមានអ្នកចាក់ទឹកបន្ទប់ទឹកវាសើមប៉ុន្តែនេះពេលដែលគាត់បើកភ្លើងហើយមើលទៅកន្លែងបន្ទប់ទឹកហើយមើលទៅឥតការ៉ូហើយគឺវាអត់មានសើមទេវាឡើងស្ងួតអញ្ចឹងគាត់ក៏ចាប់ផ្ដើមសង្ស័យថាបន្ទប់គាត់ប្រកាសជាមានអីហើយដល់ពេលអញ្ចឹងគាត់ក៏ថយមកវិញគាត់មានអារម្មណ៍ថាវាមិនស្រួលក្នុងចិត្តគាត់ក៏ចាប់ផ្ដើមទាញធូប3ទសៃមកអុជបន់ស្រន់ជំនាញផ្ទះដែលនៅថែរក្សានៅក្នុងបន្ទប់របស់គាត់ហ្នឹងអុជបាយបន់ជំនាញផ្ទះឲ្យតាមថែរក្សាគាត់ហើយគាត់ក៏បានរំលឹកគុណទៅដល់គុណពុកគុណម្ដាយរបស់គាត់ហ្នឹងឲ្យជួយតាមថែរក្សាគាត់ផងស្រាប់តែពេលគាត់អុជធូបអុជអីហើយគាត់ក៏បិទភ្លើងដេកម្សាទៀតស្រាប់តែគាត់បិទភ្លើងសង្ងំដេកបានមួយស្ទុះប្រហែលជាម៉ោង 12 កន្លះអាសលេចាក់ទឹកនឹងវាក៏លឺឡើងមកម្ដងទៀតដល់ពេលអញ្ចឹងគាត់ក៏ចាប់ផ្ដើមសង្ស័យកាន់តែមែនទេណាគាត់ក៏បានតែបើកភ្លើងមើលគាត់ថាអាសលេចាក់ទឹកនឹងវាបាត់ស្ងាត់ទ្រីងហើយអាឥតការ៉ូដែលនៅក្រោមក្រាលនៅកន្លែងបន្ទប់ទឹកហ្នឹងវាឡើងស្ងួតអត់មានសើមទេដល់ពេលអញ្ចឹងពេកគាត់ក៏ចាប់ផ្ដើមរៀងខ្លាចមកបន្តិចគាត់ក៏ចាប់ផ្ដើមបន់ថាកុំធ្វើអីគាត់មកសុំនៅតែមកសុកទេកុំលងកុំបន្លាចគាត់អីបើសិនជាកូនចៅធ្វើខុសអីកុំប្រកែប្រកាន់អីចឹងណាស្រាប់តែគាត់បន់ហើយគាត់ក៏ចូលដេកវិញនៅពេលដែលគាត់ចូលទៅដេកហ្នឹងគាត់ក៏ដេកលក់ទៅភ្លឺមែនយប់ហ្នឹងពេលដែលគាត់និយាយគាត់បែបន់ហើយគាត់ក៏ដេកលក់ទៅភ្លឺមែនដល់ពេលព្រឹកឡើងគាត់ក៏ទៅធ្វើការគាត់ក៏បានយកអារឿងរ៉ាវដែលគាត់បានជួបហ្នឹងទៅនិយាយប្រាប់មិត្តភ័ក្តិរួមការងាររបស់គាត់ហ្នឹងហើយមិត្តភ័ក្តិរួមការងាររបស់គាត់ក៏ចាប់ផ្ដើមបារម្ភពីគាត់ហើយកន្លែងដែលគាត់ទៅធ្វើការហ្នឹងគឺបុគ្គលិកមិនថាតកែមិនថាបុគ្គលិកដូចគ្នាទេគឺស្រឡាញ់ចូលចិត្តគាត់ខ្លាំងមែនទែនគាត់យករឿងនឹងទៅប្រាប់បុគ្គលិកហើយតកែរបស់គាត់ហ្នឹងតកែរបស់គាត់ថាបើមិនកើតទេឲ្យមកនៅជាមួយនឹងមករួមការងារគាត់ទៅជួយចេញថ្លៃបន្ទប់ថ្លៃអីគ្នាទៅប៉ុន្តែដោយសារតែគាត់ហ្នឹងមិនចង់រំខានគេដោយចង់នៅតែឯងព្រោះថាការរស់នៅរបស់គាត់ហ្នឹងវាមិនដូចគេអីចឹងណាគាត់ខ្លាចចិត្តខ្លាចអីគេចឹងទៅគាត់ក៏មិនសម្រេចចិត្តមកនៅជាមួយនឹងមិត្តរួមការងាររបស់គាត់ទេដោយគាត់នឹងបានប្រាប់ទៅតកែរបស់គាត់និងមិត្តរួមការងាររបស់គាត់នឹងប្រាប់ថាគាត់សុំនៅកន្លែងហ្នឹងមួយរយៈទៀតសិនបើសិនជាគាត់នៅវាចេះតែមានរឿងដដែលអញ្ចឹងចាំគាត់រើមកនៅជាមួយអញ្ចឹងទៅអញ្ចឹងហើយគាត់ក៏សម្រេចចិត្តនៅកន្លែងហ្នឹងមួយរយៈសិនទៅពេលដែលគាត់និយាយអញ្ចឹងប្រាប់មិត្តរួមការងារប្រាប់តកែរបស់គាត់អីហើយអញ្ចឹងតកែរបស់គាត់ហើយនឹងមិត្តរួមការងាររបស់គាត់ហ្នឹងដល់ពេលនិយាយគ្នាចុះគ្នាឡើងទៅក៏ដល់ម៉ោងគាត់ចេញពីធ្វើការពេលទៅធ្វើការហ្នឹងក៏ទៅទិញម្ហូបទិញអីដូចសពមួយដងដើម្បីយកមកធ្វើញ៉ាំបាយអីអញ្ចឹងណាធ្វើបាយញ៉ាំហើយគាត់ក៏ងូតទឹកងូតអីចូលដល់ម៉ោង 8 កន្លះគាត់ក៏ចាប់ផ្ដើមរៀនទៀតចាប់ផ្ដើមបើកសភៅបើកអីរៀនទៀតរៀនបានប្រហែលជា1ម៉ោងចូលដល់ម៉ោង 9 កន្លះគាត់ថាគាត់ទុនសបកភ្នែកយកគ្នាមែនទែនដល់ពេលអញ្ចឹងគាត់ក៏បិទសភៅបិទប្អួយបិទភ្លើងបិទអីគេងគាត់ថាពេលហ្នឹងគាត់គេងលក់ខ្ទង់ប្រហែលជាម៉ោង 2 ដណ្ដប់ដូចស្មើអាយុទី 2 អញ្ចឹងណាគាត់ឮសលេងមនុស្សដួសបាយហូបនៅចុងជើងរបស់គាត់ណាឮរើចានឮសលេងដួសបាយដួសអីហ្នឹងគាត់ឮភ្លាមគាត់ងើបបើកភ្នែកមើលលាវគាត់ថាពេលដែលគាត់បើកភ្នែកមើលគាត់ថាឃើញមនុស្សស្រីសក់លង្វែងហើយពោះធំស្លៀកសអង្គុយនៅចុងជើងគាត់ដួសបាយហូបកំពុងតែរើចានដួសបាយហូបអើយបងប្អូនឲ្យខ្ញុំនិយាយឡើងព្រឺសបល់ឡើងព្រឺក្បាលឲ្យនេះគាត់ថាគ្រាន់តែគាត់ឃើញភ្លាមគាត់ឡើងស្រឡាំងកាំងហើយដៃជើងរបស់គាត់ឡើងញ័រគាត់ថាពេលហ្នឹងគាត់ឃើញភ្លាមគាត់អត់ហ៊ានដកដង្ហើមទេសម្បីតែលេបទឹកមាត់ក៏ប្អូននីតាហ្នឹងអត់ហ៊ានលេបដែរគាត់ថាពេលហ្នឹងគឺគាត់ឃើញស្រស់ពេកចាហើយតាំងពីគាត់កើតមកគាត់មិនដែលឃើញខ្មោចស្រស់ដែលលងគាត់ចឹងទេហើយខ្មោចពោះធំហ្នឹងអាពេលដែលគាត់កំពុងតែសលឹងមើលពីក្រោយខ្នងហ្នឹងលាវស្រាប់តែគាត់ឃើញអាក្បាលខ្មោចពោះធំហ្នឹង
វាដូចជាកំពុងតែរំវិលក្បាលមកក្រោយចឹងណាបងប្អូនគាត់ថាគ្រាន់តែគាត់ឃើញពេលហ្នឹងភ្លាមគាត់បញ្ញាប់បិទភ្នែកទៅវិញហើយគាត់សង្ងំគេឡើងបែកញើសស្រាក់ពេញបន្ទប់ហើយកំឡុងពេលហ្នឹងគាត់ថាគ្រាន់តែគាត់ឃើញខ្មោចពស់ធំនឹងភ្លាមខ្យល់នៅខាងក្រៅវាក៏ចាប់ផ្ដើមធ្លាក់ហើយដូចខ្យល់គួរអញ្ចឹងហើយវាផាត់ប៉ើងប្អួយបោកលើផាំងគាត់លុបភ្ញាក់ព្រឺតគាត់ថាពេលហ្នឹងព្រលឹងគាត់ដឹងហោះទៅដល់ណាដល់ណីឯងបងប្អូនហើយគាត់ថាពេលហ្នឹងគឺគាត់អត់ដឹងធ្វើម៉េចទេគាត់ថាគាត់ខ្លាចមែនទែនទាំងតាំងពីដើមឡើយគាត់មិនសូវដែលខ្លាចខ្មោចទេតែលើកនេះគឺគាត់ឃើញផ្ទាល់គាត់ឃើញស្រស់ធ្វើឲ្យគាត់ខ្លាចយកគ្នាតែមែនទែនគាត់ថាពេលហ្នឹងគាត់លើកដៃសាពះអរុកអរិយអ្នកតាជំនាញបន្ទប់ដែលនៅថែរក្សានៅក្នុងបន្ទប់ហ្នឹងឲ្យជួយតាមថែរក្សាគាត់ផងកុំឲ្យខ្មោចពស់ធំនឹងធ្វើអីគាត់មករកស៊ីគាត់នៅសុំតែមួយសុកទេហើយណាមួយជីវភាពរបស់គាត់ខ្វះខាតគាត់ចេះតែនិយាយអីចឹងណាបន់ស្រន់អីគេអញ្ចឹងណាហើយក៏បានរំលឹកគុណទៅដល់ប៉ាម៉ាក់របស់គាត់ផងស្រាប់តែមួយស្ទុះគាត់ក៏បើកភ្នែកមកវិញអាសមោលសដែលកំពុងតែអង្គុយជោងជើងគាត់ដែលគាត់ឃើញពីមុនហ្នឹងវាក៏បាត់ទៅវិញហើយខ្យល់នៅខាងក្រៅវាក៏ចាប់ផ្ដើមស្ងប់ហើយគាត់ថាគាត់មកនៅបន្ទប់នឹង3យប់លោងគាត់ទាំង3យប់អត់ឲ្យគាត់ដេកស្រួលទេបងប្អូនគាត់ថាព្រឹកឡើងដឹងតែគាត់រើចេញពីបន្ទប់ហ្នឹងហើយគាត់ទៅប្រាប់ម្ចាស់ផ្ទះរើចេញពីបន្ទប់ហ្នឹងហើយព្រឹកឡើងមែនគាត់រើចេញពីបន្ទប់ហ្នឹងមែនគាត់ទៅប្រាប់ម្ចាស់ផ្ទះថាគាត់រើចេញពីបន្ទប់ហ្នឹងហើយគាត់នៅឲ្យបានទេគាត់ថាខ្មោចលោងគាត់ហើយលុយថ្លៃបន្ទប់ដែលគាត់កក់ដែលគាត់អីហ្នឹងគឺគាត់អត់យកវិញទេគាត់ចេញពីបន្ទប់ហ្នឹងហើយគាត់ឈប់នៅហើយពេលដែលនិយាយជាមួយម្ចាស់ផ្ទះហើយអញ្ចឹងគាត់ក៏ចូលមករើអវ៉ាន់នៅក្នុងបន្ទប់គាត់ហ្នឹងដើម្បីនឹងរៀបចំចេញហើយគាត់ថាកំពុងតែរើអវ៉ាន់រៀបចំចេញហ្នឹងគាត់ថាគាត់បានធំក្លិនផ្សែងធូបហើយធំក្លិនស្អុយដូចកដុលងាប់ចេញពីក្នុងបន្ទប់ទឹកដល់ពេលគាត់ពងបត់អញ្ចឹងគាត់ធំក្លិនអញ្ចឹងគាត់ក៏ចូលទៅមើលនៅក្នុងបន្ទប់ទឹកនៅពេលដែលគាត់ចូលទៅក្នុងបន្ទប់ទឹកបងប្អូនណាគាត់ថាឡើងស្អុយដូចកដុលងាប់ហើយគាត់ខំដើររោពេលដែលគាត់ដើររោទៅគឺអត់មានឃើញកដុលអត់មានឃើញអីទេហើយគាត់ក៏ថាអូចាប់ផ្ដើមគាត់ថាលងគាត់ទៅថ្ងៃទៀតហើយពេលដែលគាត់ធំក្លិនហ្នឹងគឺវាម៉ោង12ថ្ងៃត្រង់ល្មមហើយម៉ោង12ថ្ងៃត្រង់តាមជំនឿចាស់បុរាណយើងគាត់ថាគឺជាម៉ោងដែលខ្មោចចេញរកស៊ីហើយជាម៉ោងដែលខ្មោចចេញលងសាហាវខ្លាំងបំផុតម៉ោង12យប់និងម៉ោង12ថ្ងៃត្រង់ហ្នឹងហើយគាត់ថាពេលហ្នឹងគឺគាត់អត់គិតច្រើនគាត់អត់ខ្វល់អីទេគាត់បញ្ញាប់ចេញពីបន្ទប់ទឹកហ្នឹងដើម្បីមកបញ្ញាប់រៀបចំអីវ៉ាន់គាត់ហ្នឹងចេញពីបន្ទប់ហ្នឹងឲ្យផុតទៅតែម្ដងទៅបន្ទាប់មកគាត់ក៏រៀបចំអីវ៉ាន់ហើយគាត់ក៏អញ្ជូនអីវ៉ាន់ចេញយកមកដាក់នៅមុខផ្ទះដែលគេជួលហ្នឹងដើម្បីរកចាំ pass up ដឹកអីវ៉ាន់គាត់ទៅដេកជាមួយនឹងមិត្តរួមការងាររបស់គាត់ហ្នឹងកំឡុងពេលដែលគាត់ឈរចាំហ្នឹងមានអ្នកចិត្តខាងម្នាក់ដែលនៅបន្ទប់ហ្នឹងមកនិយាយប្រាប់ពីរឿងរ៉ាវបន្ទប់ដែលគាត់ជួលនៅហ្នឹងថាហេតុអ្វីបានជាគាត់នៅឲ្យបានហើយខ្មោចលងគាត់នៅក្នុងបន្ទប់ហ្នឹងគាត់ថាមុននឹងប្អូនតាហ្នឹងមកនៅបន្ទប់ហ្នឹងមានគេនៅបន្ទប់ហ្នឹង2អ្នកមុនមកហើយគឺនៅឲ្យបានដូចគ្នាអ្នកខ្លះនៅបានកន្លះខែហើយអ្នកខ្លះនៅបានមួយខែហើយក៏ថាអ្នកដែលនៅបន្ទប់ហ្នឹងមុនហ្នឹងលងដូចគ្នាប៉ុន្តែមិនមែនលងសាហាវដូចប្អូននីតាហ្នឹងទេគ្រាន់តែធ្វើឲ្យលឺសលេងនេះលឺសលេងនោះចឹងទេអត់ដែលឲ្យឃើញរូបភាពពិតដូចប្អូននីតាទេប៉ុន្តែធ្វើឲ្យអ្នកនៅមុនហ្នឹងឈឺរាសីដាក់ជីម៉ូតូបុកនេះបុកនោះចេះតែបាត់ទ្រព្យសម្បត្តិខូចនេះខូចនោះអីចឹងណាតបមកគេក៏នៅអត់បានក៏សុំម្ចាស់ផ្ទះចេញទៅនេះទៅតែដល់ប្អូននីតាហ្នឹងដែលគាត់មកនៅហ្នឹងចូលមកនៅភ្លាមតាំងពីយប់ទី1គឺខ្មោចលងតាំងពីយប់ទី1ទៅហើយអ្នកនៅចិត្តខាងក៏បាននិយាយប្រាប់គាត់ថាមុននឹងប្អូននីតាចូលមកនៅមានគេ2អ្នកនៅមុនហើយមុននឹង2អ្នកដែលគេចូលមកនៅហ្នឹងគឺខ្មោចស្រីពស់ធំចងកក្នុងបន្ទប់ហ្នឹងគឺបានស្លាប់ដោយសារតែប្តីលួចមានស្រីហើយរត់ទៅនៅមួយស្រីហើយប្រពន្ធតូចចិត្តបាក់ទឹកចិត្តទៅក៏បានចងកសម្លាប់ខ្លួននៅក្នុងបន្ទប់ហ្នឹងហើយពេលចងកសម្លាប់ខ្លួន3ថ្ងៃបានមានអ្នកដឹងទាល់តែធំក្លិនស្អុយចេញពីក្នុងបន្ទប់ហ្នឹងបានគេដឹងថាមានមនុស្សស្លាប់នៅក្នុងបន្ទប់ហ្នឹងហើយពេលដែលគេបើកទ្វារចូលទៅយកសាកសពចេញគឺសាកសពលង្ហើមស្អុយលលួយបាត់ទៅហើយភ្នែកសាកសពហ្នឹងគឺបើកនឹងលាតអណ្ដាតហើយលោកប៉ុនពងមាន់ពេលដែលអ្នកទៅមើលហ្នឹងគេបានឃើញគេថាគេព្រឺសវល់គ្រប់គ្នាគេថាហេតុអីបានម្ចាស់ផ្ទះអត់ព្រមនិមន្តលោកអត់ព្រមនិមន្តតាអាចារ្យមកព្រោះទឹកមុនមកសូត្រធម៌សូត្រអីដើម្បីបណ្ដេញឧបទ្រពចង្រៃចេញគ្រាន់តែនិមន្តតាអាចារ្យនិមន្តលោកមកយកសាកសពចេញតែប៉ុណ្្នឹងទេប៉ុន្តែពេលដែលយកសាកសពចេញហើយម្ចាស់ផ្ទះអត់មាននិមន្តលោកអត់មាននិមន្តតាអាចារ្យមកព្រោះទឹកមុនមកពាត់សីមាឬក៏មកធ្វើពិធីបណ្ដេញឧបទ្រពចង្រៃចេញទេគ្រាន់តែទិញផ្លែឈើមកសែនបន្តិចបន្តួចឲ្យគេមើលឃើញថាបានសែនអីចឹងណាប៉ុន្តែធាតុពិតគឺអត់និមន្តព្រះសង្ឃ
អត់អញ្ជើញតាអាចារ្យដើម្បីមកធ្វើពិធីបណ្ដេញឧបទ្រពចង្រៃចេញទេហើយខ្មោចដែលស្លាប់ចងកហើយខ្មោចដែលស្លាប់ពោះធំទៀតវាគឺជាវិញ្ញាណតៃហោងហើយគ្រាន់តែសែនតែផ្លែឈើតែប៉ុណ្ណឹងតើវាបាត់ដែរឬក៏អីហើយព្រលឹងគឺអត់ស្ងប់ទេមូលហេតុអីដែលប្អូននីតាថាព្រលឹងវាមិនស្ងប់ដោយសារតែព្រលឹងខ្មោចដែលស្លាប់ទៅហ្នឹងស្លាប់ទៅដោយមានការឈឺចាប់ដោយសារតែប្តីក្បត់ចិត្តហើយចងកសម្លាប់ខ្លួនឯងទៀតហើយស្លាប់ទាំងមានកូននៅក្នុងផ្ទៃទៀតអានេះគេហៅថាស្លាប់ដោយសារគំនុំវាគឺជាព្រលឹងតៃហោងហើយម្ចាស់ផ្ទះក៏បានប្រាប់ទៅអ្នកជិតខាងថាអត់ឲ្យអ្នកជិតខាងហ្នឹងប្រាប់អ្នកដែលមកជួបបន្ទប់នឹងនៅទេព្រោះខ្លាចបើប្រាប់ទៅអ្នកដែលជួបបន្ទប់នឹងនៅគឺគេអត់ហ៊ានជួលទេចឹងហើយបន្ទប់របស់គាត់ក៏អត់មានអ្នកណាហ៊ានជួលនៅដែរហើយអ្នកដែលចិត្តខាងដែលនៅបានហ្នឹងដោយសារតែគេនិមន្តព្រះសង្ឃនិមន្តតាអាចារ្យមកពាត់សីមាមកដាក់យ័ន្តដាក់អីក្នុងបន្ទប់គេទេបានគេនៅបានបងនីតាបន្ទាប់ពីគាត់ឮអ្នកចិត្តខាងនិយាយប្រាប់គាត់ចឹងហើយគាត់ថាគាត់ហួសចិត្តមែនទែនគាត់ថាមិនគួរណាម្ចាស់បន្ទប់ធ្វើអញ្ចឹងឥឡូវឧទាហរណ៍ថាបើសិនជាគាត់មិនប្រាប់ពីការពិតទៅដល់អ្នកមកជួបបន្ទប់ណាហ្នឹងហើយបើគេមិននៅមានបញ្ហាអីទៅប៉ះអ្នកមិននៅមានបញ្ហាមានជំងឺជាប់ខ្លួនដូចជាជំងឺគាំងម្ដងពេលដែលចូលមកនៅក្នុងបន្ទប់អញ្ចឹងហើយឃើញអញ្ចឹងពេលដែលគាត់មានបញ្ហាអីទៅតើអ្នកណាជាអ្នកទទួលខុសត្រូវហើយជាចុងក្រោយប្អូននីតាគាត់ក៏ចង់ផ្ដាំទៅអ្នកជួបបន្ទប់ដែរគាត់ថាអ្នកជួបបន្ទប់ជួលអីហ្នឹងគឺបើមានបញ្ហាអីមានរឿងអីក៏និយាយប្រាប់អ្នកដែលជួលហ្នឹងឲ្យត្រង់ទៅជៀសវាងមានបញ្ហាហើយបើសិនជាមានបញ្ហាមនុស្សស្លាប់នៅក្នុងបន្ទប់ជួលអីចឹងអ្នកដែលគេឃើញខាងក្រោយទៀតគេប្រកាសជាមិនហ៊ានមកជួបបន្ទប់នឹងនៅទៀតទេអញ្ចឹងបើសិនជាមានរឿងអីឬករណីអីដែលធ្លាប់កើតឡើងពីមុនហ្នឹងពេលដែលអ្នកមកជួលសួរហ្នឹងក៏ប្រាប់គេឲ្យត្រង់ទៅហើយជាចុងក្រោយខ្ញុំក៏ចង់ផ្ដាំតដល់អ្នកដែលមកធ្វើការនៅស្រុកឆ្ងាយមិនថានៅក្រៅប្រទេសឬក៏នៅស្រុកខ្មែរយើងទេមិនថាអ្នកនៅពេញអីទេមុននឹងទៅជួបបន្ទប់នៅឬក៏ជួបកន្លែងណាក៏ដោយយើងត្រូវពិនិត្យមើលឬក៏ស៊ើបប្រវត្តិបន្ទប់នឹងឲ្យបានច្បាស់មែនទែនមុននឹងយើងសម្រេចចិត្តជួលបន្ទប់នឹងទៅជៀសវាងជួបហេតុការណ៍ដោយប្អូននីតាអញ្ចឹងនឹងសំណាងឲ្យប្អូននីតាគាត់ជាអ្នកដែលមិនសូវខ្លាចខ្មោចហើយគាត់ជាមនុស្សមួយដែលមានស្មារតីរឹងមាំអញ្ចឹងហើយទើបធ្វើឲ្យគាត់មិនមានបញ្ហាអីកើតឡើងប៉ុន្តែគាត់ពិតជាភ័យហើយខ្លាចមែនទែនហើយគាត់និយាយថារឿងហ្នឹងគឺមួយដងឲ្យគាត់នៅក្នុងមួយជីវិតរបស់គាត់ដែលគាត់ជួបប្រទះហើយគាត់បានឃើញខ្មោចលងគាត់ស្រស់អញ្ចឹងគាត់ថាលើកទី1ឯងតាំងពីគាត់ធំដឹងក្តីមកហើយគាត់ថាគាត់ក៏រៀងដែរបន្ទាប់ពីគាត់ដឹងហេតុការណ៍នឹងហើយអស់ហើយគាត់ក៏បានរើអវ៉ាន់ទៅនៅជាមួយនឹងមិត្តភ័ក្តិរបស់គាត់ទៅហើយចាប់ពីថ្ងៃហ្នឹងមកគាត់ក៏លេងបានឃើញហើយក៏លេងឮហេតុការណ៍អីចម្លែកហើយគាត់ក៏ប្រឹងធ្វើការអន្សំលុយអន្សំអីផ្ញើលុយផ្ញើកាក់ទៅឲ្យឪពុកម្ដាយរបស់គាត់នៅផ្ទះទៅហើយសម្រាប់រឿងប្អូននីតាគឺមានតែប៉ុណ្្នឹងទេយ៉ាងណាខ្ញុំក៏សូមអរគុណទៅដល់ពុកម៉ែបងប្អូនដែលចំណាយពេលវេលាស្ដាប់រឿងនេះតាំងពីដើមរហូតដល់ចប់ហើយបើសិនជាខ្ញុំនិយាយទៅមានលើសលួសខ្វះខាតត្រង់កន្លែងណាមួយក៏សូមពុកម៉ែបងប្អូនជួយខន្តីអភ័យទោសមកដល់ខ្ញុំបាទផងដែរបាទសូមអរគុណនិងសូមគោរពលា